អ្នកប្រុសជំងឺរបស់អ្នកប្រុសខ្ញុំបកស្រាយរួចហើយអ្នកប្រុសលោកព្រោះតែកិច្ចពីមង្គលការហេតុអីចាំបាច់បំផ្លាញគេឈ្មោះខ្លួនឯងអ្នកនាងធំគ្រួសារអ៊ីងឲ្យគេបើកភ្នែកធំខ្ញុំដូចជាមិនជឿទេថាអាចបំភ័យគេបានឬក៏អត់នោះខ្វះសេបារាំងគឺលោកអ៊ីងសូអាយ៉ាបងថាមើលទៅភ្នែកបងគ្រាន់បើមនុស្សប្រុសម្ដែលនេះគុណភាពមិនអន់នោះទេមែនហើយខ្ញុំឈ្មោះអ៊ីងសូខ្ញុំពេញចិត្តនឹងលោកណាស់មើលទៅអាចចុះតាសវិលបានមនុស្សស្មានថាព័ត៌មាននេះផ្សព្វផ្សាយលឿនបែបនេះសោះមុនពេលចុះឲ្យតាសវិលខ្ញុំសូមបញ្ជាក់ជាមុនសិនមនុស្សដូចជាខ្ញុំគឺមានចំណុចខ្វះខាតកន្លែងនឹងរបស់លោកទៅមិនរួចទេហេតែកុំឲ្យលឺអីសោះ Sorry ហើយទោះយ៉ាងណារឿងយើងត្រូវការបែបនេះហើយខ្ញុំគ្មានចូលបាយណាដែលអាចនៅជាប្តីប្រពន្ធជាមួយនាងទេដូច្នេះមុនចុះតាសវិលសូមពិចារណាច្បាស់លាស់ទៅមិនបាច់រស់នៅជាប្តីប្រពន្ធគឺល្អខ្លាំងណាស់ខ្ញុំបានលើហើយមិនក៏មិនសួរបងថៅទៅអត់ដល់ទៅ50,000កាប់ពិតទៅមិនអាចធ្វើជាប្រុសមូដែលលោកត្រូវការឲ្យប្រពន្ធបានចិញ្ចឹមហាណែប្រុសមូដែលមិនបាច់អៀនខ្មាស់អីទេខ្ញុំនេះក៏ព្រោះតែចង់រៀបការដើម្បីផាត់បន្ទុកគ្រួសារលោកក៏មកចុះកងត្រារៀបអាពាហ៍ពិពាហ៍ក្រោយពេលចុះតាស្វិលហើយម្នាក់រស់នៅរៀងខ្លួនទេការពិតនាងច្រឡំមែនទេព្រោះតែចង់កិច្ចមិនរៀបការជាមួយនឹងខ្ញុំទៅចេញ50,000រកមនុស្សប្រុសណាដើម្បីម្លងធ្វើជាការរៀបការបានហើយបើគ្មានបញ្ហាអីទេពួកយើងអាចទៅចុះតាស្វិលបានហើយស្រីម្នាក់នេះមិនដូចជាពាក្យចចាមអារាមទេទោះបីជាដកពាក្យពេលរៀបចំលើក្រោយម្ដងទៀតមិនបាច់ទៅភ្ជាប់ពាក្យជាមួយទេខ្ជិលឲ្យលោកយាយទេសនាទោះយ៉ាងណាក៏ដោយក៏គិតថាខ្ញុំទៅមិនរួចដែររៀបការហើយនៅរៀងខ្លួនចុះបានហើយតោះតោះហេឯណាមនុស្សស្រីដែលរៀបការថាឲ្យខ្ញុំ50,000នោះមិនក៏បាត់មកអញ្ចឹងណោះតាណាអញ្ចេះណែខ្ញុំរៀបការបែបនេះមែនទេមើលទៅដូចជាមនុស្សដែលគេចង់កិច្ចពីមង្គលការអញ្ចឹងរួចរាល់ហើយអូសើហានលោកអត្តកលចៃដន្យណាស់អ្នកណាទៅដែលមានតកូលដូចជាខ្ញុំគឺគូដណ្ដឹងរបស់ខ្ញុំនឹងណាមែនហើយឲ្យលោក50,000ឲ្យលុយមែនទេខ្ញុំប្រាប់ហើយមែនទេលិខិតកងត្រាគឺបានសរសេររួចហើយយកលុយទៅធ្វើការឲ្យគេទៅស្រីម្នាក់នេះទុកខ្ញុំជាប្រុសជួលមែនផ្ទះនាងណាខ្ញុំជូនទៅនិយាយគ្នារួចហើយធ្វើរួចហើយវាមិនសំខាន់ទេខ្ញុំទៅផ្ទះខ្លួនឯងរៀងខ្លួនសុំទោសណាខ្ញុំសុំទទួលទូរស័ព្ទអាឡូកូនចង្រៃតើកូនរតនានឹងឯងឆាប់មកវិញភ្លាមកុំឲ្យខូចទំនាក់ទំនងសាច់ឈាមគ្រួសារទាំងពីរអសោះណាអ្នកដែលគួររៀបការនោះគឺអ៊ីងស៊ីយើអ្នកដែលជាគូដណ្ដឹងរបស់ខ្ញុំនោះគឺទិញអាននៅជាមួយគ្នាប៉ាមិនត្រឹមតែនៅខាងខ្ញុំទេឲ្យខ្ញុំទៅរៀបការជាមួយជនពិការបែបនេះខ្ញុំជាកូនរបស់ប៉ាទេនាងជានារីទុនខ្សោយមិនក៏អាចចាប់ប្រកាន់នាងធ្វើឲ្យអានអ៊ីនេះគេខឹងណាក្រោយមកទៅរៀបការជាមួយគេយ៉ាងម៉េចទៅឯងគិតទៅមើលខ្ញុំមិនគោរពពឹងលើអ្នកទាំងអស់គ្នាឲ្យកាន់ជើងខ្ញុំទេប៉ាព្រោះតែស្រីម្នាក់នោះមិនកាន់ជើងខ្ញុំមិនកាន់ជើងម៉ាក់ដូចគ្នាខ្ញុំបានរៀបការជាមួយនឹងគេម្នាក់នោះរួចហើយអីយ៉ូប៉ាចង់ឲ្យខ្ញុំរៀបការជាមួយនាងឯងគឺគ្មានផ្លូវទេរំងាប់អារម្មណ៍រំងាប់ចិត្តទៅមិនអាចដូចទេខ្ញុំគ្រាន់តែមកចាក់បន្ទប់អ្នកនាងបន្ទប់របស់អ្នកនាងណាបាត់របស់ហើយហេតុអីទៅនាងសូប៉ារបស់នាងទៅទោះយ៉ាងណាខ្ញុំលែងជួបផ្ទះអានាងទៀតហើយថ្ងៃនេះបើមិនរើចេញទេខ្ញុំនឹងរើចេញហើយលេងល្បិចនឹងផងចង់មកខំឲ្យយើងរៀបការគ្មានផ្លូវទេយ៉ាងម៉េចហ្នឹងសិជាពួកយើងរៀបការជាមួយគ្នាហើយទោះបីជាមិនរស់នៅជាមួយគ្នាជាប្តីប្រពន្ធ
ក៏យើងសុំផ្ទះលោករស់នៅពី3ថ្ងៃបានទេខ្ចីផ្ទះលោករស់នៅពី3ថ្ងៃសិនខ្ញុំចង់ខ្ចីផ្ទះលោករស់នៅពី3ថ្ងៃសិន ក្រែងថាអំបញ្ញមិញមិនពាក់ព័ន្ធមិនក៏មិនសុំខ្ញុំនៅជាមួយអញ្ចឹងស្រីម្នាក់នេះមិនក៏ងាយម្ល៉េះ ឲ្យខ្ញុំសុំបខ្ញុំចេញថ្លៃឈ្នួលឲ្យទេ តរំរែងឲ្យខ្ចីនៅសិនក៏បានដែរតែខ្ញុំពុំមាននាងទៅជាមុនខ្ញុំជាអ្នកធ្វើការស្ថានភាពរស់នៅគឺធម្មតាទេ មិនអីទេខ្ញុំមានកន្លែងដីគឺបានហើយ ពេលនេះឆាប់រៀបចំបន្ទប់ធម្មតាឲ្យខ្ញុំទៅហៅឡានសិនទៅបានហៅតាក់ស៊ីទៅ បើទៅបន្ទប់នេះក្រនបា ចង់ហឹងគេធ្វើការក្រនបើមែនបើប្រៀបជាមួយនឹងផ្ទះនាងប្រហែលជាអន់ជាង ផ្ទះលោកមានបន្ទប់តែមួយទេ អមែនហើយខ្ញុំនៅតែម្នាក់ឯងបន្ទប់មួយគ្រប់គ្រាន់ហើយ ខ្ញុំគេងនៅសូហ្វាក៏បានដែររបស់នេះអឡង នេះស្អីទៀតហើយហ្នឹង កាត់ប្រាក់ខែខ្ញុំនេះគឺលុយសល់ប៉ុណ្ណឹងខ្ញុំមិនខ្លាចលោកសាច់ទេប៉ាខ្ញុំព្រោះតែបង្ខំខ្ញុំរៀបការក៏ដេញខ្ញុំចេញពីបន្ទប់ដូច្នេះហើយខ្ញុំសុំនៅទីនេះសិនខ្ញុំឡើងធ្វើកម្មវិធីហើយថ្លៃបន្ទប់ខ្ញុំនឹងចេញឲ្យខ្ញុំអាចផ្លាស់ទៅនៅក្រៅវិញក៏បានខ្ញុំមិនធ្វើឲ្យលោកពិបាកទេចាំខ្ញុំចេញថ្លៃបន្ទប់ឲ្យរាល់ខែណាដឹងទេ តាមពិននាងអត់ចូលផ្ទះព្រោះតែរៀបការជាមួយខ្ញុំទោះយ៉ាងណាពួកយើងជាប្តីប្រពន្ធនឹងគ្នាហើយផ្ទះរបស់ខ្ញុំក៏ជាផ្ទះរបស់នាងដែរដូច្នេះនៅផ្ទះរបស់ខ្លួនឯងគឺមិនបាច់ចាំចំណាយលុយទេ ណែលោកយកទៅទឹកខ្ញុំស្ងប់ចិន ចេះចុះនេះទុកថាបន្ទប់ថ្លៃឈ្នួលរបស់នាងលុយថ្លៃចំណាយមិនបាច់ប្រើទេ ខ្ញុំថាហើយលោកពិតជាចិត្តល្អណាស់ទុកចិត្តចាស់បើខ្ញុំបានចេញថ្លៃថតហើយខ្ញុំនឹងប៉ាលោកញ៉ាំបាយញ៉ាំរបស់ឆ្ងាញ់ បាន ហើយខ្ញុំទៅប្រមូលរបស់សិន ខ្ញុំត្រូវតែឆ្លៀតរៀបចំដែរអូនវ៉ាលីទុកនៅកន្លែងនេះមកឆាប់ឡើង ចិត្តដល់ពេលថតហើយខ្ញុំត្រូវអានចាំ អាចិនផ្លូវនៅវិញឆ្ងាយណាស់បងត្រូវតែប្រយ័ត្នចាញ់តិចផងមើលទៅឃ្លានេះដូចជាពិបាកអានខ្លាំងណាស់ ស្អែកនេះមានការប្រជុំខ្ញុំត្រូវមើលឯកសារសិន សុជាលោកមកជួយធ្វើតួឲ្យខ្ញុំតិចមក នេះម៉ោង12ហើយនៅរវល់ទៀតតាមមែនទេ ស្អែកនេះត្រូវចុះកិច្ចសន្យាហើយជួយខ្ញុំតិចទៅឲ្យតែដដាមយកលេខ3បានខ្ញុំមិនរៀបថយនោះទេ ផូឈិននាងឲ្យខ្ញុំជួយយ៉ាងម៉េច លោកឈរនៅទីនេះហើយ What a wonderful life. How lucky am I អាចិន that I get ផ្លូវនៅពេលឆ្ងាញ់ណាស់បងត្រូវតែប្រយ័ត្នខ្លួនផងអូននឹងរងចាំបងត្រឡប់មកវិញទោះជាមិនឃើញនៅក៏នៅតែចាំរហូតដល់ស្លាប់ពេលនេះគឺគ្រាន់បានតែ sun is shining from those eyes. And darling, when you look at me ពេលនេះគ្រាន់បានតិច តែត្រូវតែអត់ធ្មត់រងចាំ អ្នកសម្ដែងបានល្អណាស់ក្រុមហ៊ុនច្បាស់ជាគ្រប់គ្រងនាង ក្រុមហ៊ុនមិនមែនរបស់លោកឯណា ក្រុមហ៊ុនតាយ៉ាហេតុអីទៅ បងប្រុសរបស់ខ្ញុំនៅក្នុងបណ្ដាញអ៊ីនធឺណិតគេមិនដែលផ្សព្វផ្សាយអីដែលល្អទេគេមិនដែលឲ្យតួល្អមកសម្ដែងទេ ក្រុមហ៊ុននាងឈ្មោះអីដែរ ស៊ីងឆាន់ផលិតកម្មស៊ីងឆាន់ ផលិតកម្មស៊ីងឆានឈ្មោះនេះដូចជាធ្លាប់ឮអគ្គនាយកពួកយើងទទួលក្រុមហ៊ុនថ្មីទៀតក្រុមហ៊ុននេះឈ្មោះថាក្រុមហ៊ុនស៊ីឆាន់ទុកចិត្តចុះនាងច្បាស់ជាល្អហើយ ហេតុអីទៅ គឺនាងមានសមត្ថភាព អញ្ចឹងខ្ចីសម្ដីសំណាងរបស់លោកហើយ ថ្ងៃស្អែកមកទទួលខ្ញុំនៅក្រុមហ៊ុនទទួលខ្ញុំទៅក្រុមហ៊ុនផលិតកម្មស៊ីងឆាន
ទៅធ្វើការឲ្យមែនទេ មែនហើយទៅធ្វើការ អេថាអេតកែហេឲ្យលោកចាំយូរហើយណាតកែចាំយូរហើយមែនទេ ហោះសិនឆាននេះជាតកែលោកមែនទេ អូបាទមែនហើយគឺជាតកែរបស់ខ្ញុំអូបាទមែនហើយខ្ញុំជាតកែរបស់គេ លោកនឹងតកែលោកនៅតំបន់ជាមួយគ្នា នេះណែនេះណែអូទេខ្ញុំគ្រាន់តែមកមើលមិត្តភ័ក្តិរបស់ខ្ញុំមើលចោះចៃដន្យមែនទែនបែបជាមកជួបនឹងគេទៅវិញ ការពិតអញ្ចឹងទេ អូមែនហើយក្រុមហ៊ុននេះមានការប្រញាប់ណាស់មែនទេអញ្ចឹងកុំឲ្យយឺតឆាប់ មែ ទៅ ន ភ្លាម ហើយ ទៅ ខ្ញុំមានកិច្ចសន្យាត្រូវចោះទៀតលាសិនហើយ ណែប្រុសជាណាដែរនឹងហ៎ហេមើលទៅមុខដូចជាធ្លាប់ស្គាល់មែនទេពាក់ព័ន្ធស្អីនឹងឯងឆាប់ទៅបើកឡានទៅអូបាទថៅកែ សំអាងអីហ្នឹងតើងមួយនេះការពិតគួរតាជារបស់អ៊ីងស៊ូ បងថា អ៊ីងស៊ូឯងមកចាំពេលល្អណាស់ឯងប្រញាប់ចូលទៅក្រុមហ៊ុនថតភ្លាមទៅស្រាប់តែបដូរទៅសៀស៊ូស៊ី លោកអគ្គនាយកទូទី3នោះក្រែឲ្យខ្ញុំកាន់មែនទេមិនក៏បដោទៅនាងទៅហើយ នាងត្រូវបានកំណត់ទៅជាលេខ3មែនប៉ុន្តែផលិតកម្មគេបដូរទៅជាសូស៊ីខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចទេខ្ញុំសុំទោសផង បាត់ដោះមកសួរបែបនេះខ្ញុំថានាងគួរតែហាត់សមតួនាងទេ ដូចនាងដែលមិនចូលសម្ដែងនាងនៅមានមកសួរខ្ញុំទៀតកុំស្មានថាខ្ញុំមិនដឹងរឿងអីឲ្យសោះណា មែនខ្ញុំប្រតែចង់ទៅដើមតួពីនាងអ្នកណាឲ្យអ្នកធ្វើបាបមិត្តល្អរបស់ខ្ញុំទេអ៊ីងស៊ូបាច់ចង់បន្ទោសអ្នកដឹកនាំរឿងទេបាច់ចង់បន្ទោសអ្នកដឹកនាំរឿងទេ ខ្ញុំថាហើយឯងដើរក្រោយខ្នងខ្ញុំដើម្បីសងសឹកសយ័នឯងជាបងប្អូនបង្កើតជាមួយយើងឪពុករួមគ្នាឯងមិនខ្លាចយើងលាតត្រដាងការពិតទេឯងខ្លាចទេ ឯងមានផោះតាំងស្អីបើគ្មានផោះតាំងកុំបកអាក្រក់ឬអស់ទាំងនោះដឹងហើយថាមានអីកាត់ឡើងខ្ញុំមិនដកថយទេ ឯងអត់ខ្មាស់គេទេហ៎ នាងជេរមិត្តរួមការងារប្រយ័ត្នក្រុមហ៊ុនគេឲ្យនាងត្រឡប់ទៅវិញណា បានហើយប៉ុណ្ណឹងចាស់ស្ដាប់ជឿណាឯងត្រូវជឿលើជើងបន្តិចទៀតទៅរកមនុស្សម្នាក់តួសម្ដែងណាដែលស័ក្តិសមនឹង ប៉ុន្តែ ឆៅជីស៊ីវមានវគ្គក្រោយពួកយើងនឹងរួមដៃគ្នាទប់ទល់នឹងគេឲ្យជាប់ឯងខកសម្ដែងមួយនេះនៅមានវគ្គក្រោយទៀតប៉ុន្តែបើធ្វើឲ្យក្រុមហ៊ុនរលាយនោះគឺដូចជាផ្ដាច់ផ្លូវដើរអញ្ចឹងណា អ្នកប្រុសនេះជាគម្រោងថតរឿងរបស់ក្រុមហ៊ុនអ៊ីងទាំងអស់ហើយមើលទៅអ្នកប្រុសរឿងហ្នឹងមែនទេយើងចាំបានថាតួសម្ដែងទី3គឺស៊ីនស៊ូមែនទេមិនក៏ប្រោមនុស្សអញ្ចឹងបើតាមខ្ញុំឮគឺលពូរបស់គេជាអ្នកដឹកនាំរបស់ក្រុមហ៊ុនដូច្នេះហើយគេយកតួសម្ដែងនេះដូរវិញ អហោបងមកជួយធ្វើតួសម្ដែងខ្ញុំតិចមើលការសម្ដែងនេះគឺពិបាកណាស់តែរំតែតួទី3បានខ្ញុំមិនអាចដកថយបានទេផ្លូវវែងឆ្ងាយណាស់បងប្រយ័ត្នខ្លួនផងណាក្រុមហ៊ុនមានសម្ពាធ ប្រើវិធីខ្មោចដើម្បីផលិតកម្មផ្ទាល់ខ្លួនមើលទៅក្រុមហ៊ុនសេងអាននេះតតែចាត់ការអ្នកប្រុសកុំខឹងអីអ្នកគ្រប់គ្រងគម្រោងនេះជាអ្នកណាទៅខ្ញុំឮថាកណិយោលីឈ្មោះលីហួយនាំចេះទៅជួបគេ ចេះទេអគ្គនាយកលីបើតាមតែខ្ញុំចាំបានតួអ្នកបំរើនៅមិនទាន់បានមានអ្នកអាចជើចេះតែបកលឲ្យទិញស៊ូទេ នាងចង់និយាយថាម្នាក់ចេញមក3នាទីត្រូវតួឯងធ្វើឲ្យស្លាប់នោះមែនដែរទេ មែនហើយតួមួយហ្នឹង មែនហើយតួជាមួយក៏មិនទាន់មានអ្នកយកដែរ អ៊ីងស៊ូពួកយើងអាចជិបដូចគ្នាអញក៏បន្ទោសថាយើងមិនជួយអញអីសោះ អ៊ីស៊ូឯងគាត់អរគុណនាងទៅ អរគុណអីទៅអរគុណគេដែលដណ្ដើមតួប្រោតរបស់ខ្ញុំនឹងមែនទេ របស់ខ្ញុំរបស់គេអីបើមិនទាន់ចុះកងត្រាមិនទាន់គិតថាជារបស់នាងទេ ពេលនេះខ្ញុំចុះកងត្រាហែងតើគឺលោកទេដែលជាអ្នកឲ្យខ្ញុំមក សញ្ញេហើយនៅ
មិនតន់សញ្ញេទេមែនទេអញ្ចឹងខ្ញុំដូចយ៉ាងម៉េចក៏បានម្យ៉ាងទៀតខ្ញុំយល់ថាគេសម្ដែងតួហ្នឹងគឺល្អជាងនាង តែប្តេជ្ញា បើនាងមិនចេះនិយាយទៀតនោះខ្ញុំនឹងបញ្ជូននាងត្រឡប់ទៅដេកផ្ទះវិញហើយកុំសង្ឃឹមថាបានសម្ដែងអសោះ ស្មាំងអីទៅខ្ញុំមានអីខុសទេ អេងស៊ូអញ្ចឹងពួកយើងរត់ទៅមើលទៅថាតួមួយណាដែលស័ក្តិសមជាមួយនឹងឯងតើល្អទី តែរឿងនេះខ្ញុំមើលឡើងថឹងទៅហើយស្មាំងលើបងប្អូនមកគំរាមកំហែងពេលខ្ញុំថតតើធ្វើដើម្បីប្រយោជន៍អីទៅ ណែអ្នកប្រុសនៅខាងនោះ ឯងនិយាយអីហ្នឹងឯងចង់ថាសមត្ថភាពឯងខ្លាំងជាងយើងមែនទេ បែបនេះពិតមែនដល់ពេលនោះពួកយើងទាំងពីរនាក់នឹងបានសម្ដែងជាមួយគ្នាហើយមិនបាច់បារម្ភទេ ហេតុអីបែបនេះឯងមិនច្បាស់មែនទេសាវឈើស៊ីទីងសូយូបានថតពាក្យចាំរាមរបស់ក្រុមហ៊ុនរបស់ឯងបំផ្លាញកេរ្តិ៍ឈ្មោះរបស់យើងឯងចូលរួមក្នុងនឹងដែរមែនទេប្រើល្បិចដាក់យើងទោះជាចង់ដណ្ដើមក្រុមហ៊ុនរបស់ ឯ យើង ងនិយាយទៅផ្ដាស់ បានអ៊ីស៊ូបើនាងនៅអងឡោកទៀតសំបីតួអ្នកបម្រើក៏គ្មានដែរ អេ មិនបាត់ទេពេលនេះខ្ញុំគ្មានលុយហើយនៅផ្ទះគេទៀតទោះជាយ៉ាងណាតួទី3ក៏បាត់បង់ដែរតួស្រីបំរើចេញ3នាទីខ្ញុំទទួលបាន មិនបានទេតែយើងមិនអើយ នាងមានសិទ្ធិអីទៅហេតុអីក៏នាងខាត់ខាំង លោកនិយាយទៅមើលតែយើងស័ក្តិសមដែរទេ បើខ្ញុំមិនទុកមកឲ្យទេខ្ញុំមិនដឹងថាពួកឯងនេះសម្ដែងបែបនេះយ៉ាងម៉េចទេអ៊ីស៊ូយើងលើថាឯងទទួលបានសំណូកពីគេទោះជាសម្ដែងក៏ប្រគល់ឲ្យអ៊ីស៊ីដែរ គឺលោក អ្នកប្រុសគឺនៅខាងនោះ ចង់បានតួសម្ដេចបានតើឯងលុតជង្គង់សុំវល់ទេសុំវល់យើងទៅយើងនឹងឲ្យតួដែលស័ក្តិសមជាមួយឯងបែបនេះទើបយើងមានចិត្តសប្បុរសបកគលតួបំរើឲ្យឯងទៅចាស់យ៉ាងមិនដែរ ឈឺអស៊ីងឯងកំជ្រុលពេក ហើយចាមានអ្នកខ្លះឲ្យឱកាសឲ្យគេមិនចឹងមនុស្សដូចជាប្រភេទឯងមើលទៅរស់មិនបានលេចមុខមាត់នោះទេមើលទៅនោះ មែនយើងគ្មានពូហើយក៏គ្មានពូជាអ្នកដឹកនាំរឿងស្អីដែរហើយក៏គ្មានច្រកក្រោយដូចឯងដែរក៏ប៉ុន្តែយើងក៏មានការការពារខ្លួនឯងថកែតោះទៅយើង I get so caught up in the middle, thinking of drowning in those blue eyes. I'm losing sight. លោកហោហេតុអីក៏មកទីនេះដែរ I'm so deep down. ហោះសឺហានគឺលោកប្រធានអគ្គនាយកខ្ញុំ ហោសឺហានគឺជាអគ្គនាយក ខ្ញុំគាត់ជាតកែរបស់បងខ្ញុំជាជំនួយការរបស់គាត់ខ្ញុំបានទទួលខេរបស់ក្រុមហ៊ុនពួកឯងពិតមែនហើយតែឯងមានការអីចង់និយាយជាមួយយើងហ៎អ្នកប្រហោះមិនក៏លោកមកទីនេះអញ្ចឹង ឬមួយក៏គេជាកូនដណ្ដឹងរបស់ខ្ញុំគឺគេគឺជាអ្នករៀបការជាមួយខ្ញុំមិនអាចទេកូនដណ្ដឹងរបស់ខ្ញុំជាជនពិការតែ បើសិនជាមិនមកយើងមិនដឹងថាពួកឯងនេះមានល្បិចបែបនេះទេណែតួស្រីទី3ខ្ញុំឮថាពិតជារបស់អ៊ីស៊ូយើងឮថាឯងទទួលស៊ីសំណុកពីគេយកតួសម្ដែងប្រកុលឲ្យឆៅអ៊ីស៊ីគ្មានទេ គ្មានទេលោកគឺថាតួមួយនេះគឺគេឲ្យខ្ញុំមករហូតតែ មែនហើយតួអ៊ីស៊ីគឺគេកាន់តួនឹងរហូតមកនៅនិយាយព្រេប្រាស់ទៀតការប៉ັດតួសម្ដែងក្នុងតារាងនោះអ្នកប្រហោះយើងបានមើលរួចហើយចាប់ផ្ដើមដំបូងនោះគឺអ៊ីនស៊ូមែនទេ អញគ្រាន់តែជាអ្នកជំនួយការតូចមួយមានសិទ្ធិអីមកនិយាយនោះ អ្នកថ្លានធំដឹងថាការចង្អៀតចង្អល់សម្ដែងនោះគឺអ្វីទេយកចិត្តទុកដាក់ដើម្បីបង្ហាញយកចិត្តអ្នកដែលទស្សនាពួកឯងអ្នកឆ្លងកាត់វគ្គខាងក្រោយគឺមានលំដាប់ដល់ទៅ3ក្រុមហ៊ុនយើងត្រូវការបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដបើសិនជាជួបរឿងអយុត្តិធម៌បែបនោះគឺរត់តែណែពិសេសគឺមិនទទួលខុសត្រូវលើទស្សនិកជនមនុស្សប្រភេទនេះគួរតែបណ្ដឹងចេញតើខ្ញុំនិយាយត្រូវទេអ្នកដឹកនាំហោះមែនហើយគួរតែបណ្ដឹងចេញណែបែបនេះណាគួរតែបណ្ដឹងចេញទេមិនអាចបណ្ដឹងខ្ញុំចេញបានទេខ្ញុំវេទនាខ្លាំងណាស់តម្រាំតែបានឡើងតំណែងនេះធ្វើការអស់20ឆ្នាំហើយក្នុងនេះច្បាស់ជាមានការយកច្រឡំហើយខ្ញុំនឹកឃើញហើយប្រកាសជាកូនចៅរបស់ខ្ញុំគេរៀបចំខុសហើយយាយឈ្មោះអ៊ីនស៊ូដាក់ជាឈិនអ៊ីស៊ី នាយកលី អាយ៉ា
ណែណែអ៊ីស៊ូពីមុនខ្ញុំជាអ្នកខុសពួកយើងពេលនេះរៀបចំកងត្រាសាជាថ្មីលោកហွာណែលោកហွာលោកទុកចិត្តចុះណាខ្ញុំដាច់ខាត់មិនឲ្យបុគ្គលិកមានសមត្ថភាពមកទទួលអំពើអយុត្តិធម៌បែបនេះទេឬតែមិនទទួលខុសត្រូវក្រុមហ៊ុនទៀតផងក៏មិនអាចទេណាបានមិនដឹងចេញក៏បានដែរប៉ុន្តែគម្រោងនេះខ្ញុំនឹងរកអ្នកជំនាញដើម្បីមកទទួលខុសត្រូវឯងគ្រាន់តែជួយមើលដោះស្រាយទៅគឺបានបាត់ទៅហើយណា លោកប្រហោះណែកុំនិយាយច្រើនក្រុមហ៊ុនកំពុងតែពិនិត្យមើលនាងផងសាមកគេជាអ្នកបង្ករឿងបានហើយគ្មានបានកាយទេខ្ញុំទៅសិនហើយណាហ៎លោកអាចតាមស្រួលណាបងស្រីបងនៅរៀបចំត្រង់នឹងចាស់ខ្ញុំទៅនឹងមួយផ្លេនហោះសេហានកុំតែបានលោកទេលោកមិនស្គាល់គេទៅតើកែរបស់លោកគឺអ្នកប្រហោះតាមមែនទេតើកែរបស់លោកគឺអ្នកប្រហោះមែនទេមិននឹងអាចទៅគ្រាន់តែតកូលដូចគ្នាតែប៉ុណ្ណោះណាគ្រាន់តែតកូលដូចគ្នានាងឃើញទេគ្រាន់តែនិយាយនាងអាចគ្រាន់បានហើយគឺអញ្ចឹងណាខ្ញុំមានកិច្ចការសំខាន់មានការអីចាំទេរកខ្ញុំចុះណាបានលោកទៅធ្វើការលោកចាស់នាងថាជំនួយការអ្នកប្រុសហ្វាគឺជាគូដណ្ដឹងនាងក្រែងគេជាអ្នកដើរមកតើមែនដែរទេមិនក៏ប្រែប្រួលទៅជាជំនួយការលោកអគ្គនាយកអញ្ចឹងអាចថាពីមុនគេគឺជាបរិះលក់ខ្លួនក៏ថាបានអាស៊ូឯងត្រូវច្បាស់ណាស់មិនអាចព្រោះតែគេជួយឯងមានមនុស្សចេតនាជាមួយគេទេឯងត្រូវដឹងថាគេពីមុនជាបរិះលក់ខ្លួនហើយនៅកន្លែងមនុស្សរបស់គេគឺកក្រិចខ្លាំងណាស់ឯងទុកចិត្តចាស់ខាងនោះក៏របស់គេទោះជាអាក្រក់យ៉ាងណាក៏គេល្អជាមួយខ្ញុំដែរដូចខ្ញុំនិយាយមែនអើយអាចព្យាបាលបានទេពិបាកមកហើយមែនទេឆាប់ភ្លក់ស្នាដៃខ្ញុំទេទាំងអស់នេះគឺអូនធ្វើមែនទេមែនហើយព្រោះតែអរគុណលោកជួយខ្ញុំថ្ងៃនេះខ្ញុំបានរៀបចំជូនជាពិសេសតែម្ដងខ្ញុំគ្រាន់តែយកគម្រោងនេះឲ្យតកែមើលតែប៉ុណ្ណោះទេគឺនាងមានស្នាដៃដល់ខ្លួនឯងទេអគ្គនាយកមុននេះគាត់ធ្វើរឿងត្រឹមត្រូវហើយឆាប់ភ្លក់មើលទេឆ្ងាញ់ណាស់ដើមឡើយខ្ញុំមិនដែលហូបម្ហូបឆ្ងាញ់បែបនេះទេគ្រាន់តែម្ហូបប៉ុណ្្នឹងសោះមិនក៏គេសប្បាយចិត្តបែបនេះពីមុនមកគេរស់នៅយ៉ាងម៉េចទេចុងក្រោយត្រូវតែធ្វើល្អដាក់គេបន្តិចបើជួយចិត្តញ៉ាំមកច្រើនទេញ៉ាំមកច្រើននេះពីមុនមកអ្នកមីងក៏ចូលចិត្តធ្វើបង្កងយាយឲ្យហូបដែរញ៉ាំឡើងធុញទ្រាន់ទៅហើយបន្លែបែបនេះគួរឲ្យឆ្ងាញ់ច្រើនជាងអ្នកមីងធ្វើបង្កងយាយឲ្យហូបខ្ញុំចង់និយាយថាអ្នកមីងធ្វើម្ហូបឆ្ងាញ់ថ្ងៃណាមួយយកបង្កងប៉ាឲ្យដល់ក្រុមហ៊ុនហើយតកែញ៉ាំមិនអងក៏ឲ្យខ្ញុំញ៉ាំទៅអញ្ចឹងមែនទេញ៉ាំរបស់សល់ពីតកែបែបនេះគួរអាណិតខ្លាំងណាស់ហើយក្រេអនបែបនេះដេករយកខ្លាំងណាស់មើលទៅតើតរៀបចំក្រេធំបន្តិចហើយស្រីម្នាក់នេះអ្នកប្រុសរឿងផលិតផលឈិនបានចាត់ចែងរួចហើយល្អមែនដែលអ្នកប្រុសលោកចង់ហូបនោះណាខ្ញុំបានយកបាយមកហើយលោកយកបាយមកដែរអីគឺតែងសួរគេរៀបចំឲ្យខ្ញុំណាអ្នកប្រុសខ្ញុំចង់សួរយូរមកហើយតើអ្នកនាងនិងអ្នកនាងអ៊ីងមានទំនាក់ទំនងស្អីនឹងគ្នាទៅលើកមុនឃើញបណ្ដាមកជាមួយគ្នាពួកយើងរៀបការនឹងគ្នាយូរហើយ
នាងជានាងធំគ្រួសារអ៊ីងថាម៉េចគេជានាងធំគ្រួសារអ៊ីងហ៎ជាមនុស្សគេពីមង្គលការនោះហ៎ជួយយកបាយទៅកម្ដៅឲ្យខ្ញុំផងបាទអត់ត្រូវហើយគេមិនតាន់ដឹងប្រវត្តិខ្ញុំទេរឿងនេះត្រូវតែលាក់ឲ្យចិត្តណាក៏ទៅពួកណាមានពូកែលេងសើចមែនអ្នកប្រុសបាយរួចហើយអ្នកប្រុសតានសម្រួលខ្ញុំទៅផ្ទះបាយសិនហើយអូយអូយចប់ហើយអ្នកប្រុសខ្ញុំមានស្នេហាហើយណោះអរគុណអ្នកដឹកនាំរឿងសក្ការីអូបានបើគ្មានរឿងអីទេខ្ញុំទៅសិនហើយណាចាញ់ចេងហើយចាមិនក៏លោកនៅទីនេះគឺគេនៅក្រុមហ៊ុនជាមួយយើងខ្ញុំមានការក៏ចង់ប្រាប់នាងដែរបងស្រីបងប្រហែលជាមិនមែនខឹងខ្ញុំទេមើលតែអ្វីទៅបាត់តែប៉ាបង្ខំឲ្យបងរៀបការជាមួយមនុស្សពិការខ្ញុំបាននៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ដែរប៉ុន្តែខ្ញុំតែងតែគិតដល់គ្រួសារជើងបងពេលនេះចេញពីមង្គលការធ្វើឲ្យគ្រួសារគេពិបាកខ្លាំងណាស់បើកុំតែខ្ញុំជួយដោះស្រាយអាយនិយាយដូចគ្រាន់បានណាឯងមានខ្ពើមខ្លះទេកុំតែឯងរៀបចំឲ្យយើងកុំស្មានតែឯងនៅជាមួយគេបាននោះឲ្យសោះណាដឹងទេអ៊ីនសូនិយាយស្រីឲ្យចេះគួរសមទៅសើយើងនាងបានអត់ធ្មត់ចំពោះនាងពេកហើយនាងក៏បានចិត្តពេកណានាងប្រែប្រួលដូចជាពេលនេះអញ្ចឹងគួរតែបន្ទោសនាងខ្លួនឯងហើយខ្ញុំប្រហែលជាខ្វាក់ភ្នែកឲ្យមើលទៅពួកឯងទាំងពីរគឺស័ក្តិសមនឹងគ្នាណាស់ឆ្នាំណាពិតជាគ្រប់នឹងមែនអ៊ីនសូដឹងថាហេតុអីបានជាខ្ញុំនៅជាមួយនឹងស៊ូយ៉ៅទេគឺមនុស្សប្រភេទដូចជានាងនេះណាគ្មានការរាក់ទាក់ទាល់តែសោះហើយវាគ្មានបានការទេឆាប់លេងខ្ញុំទេនៅជាមួយនាង2ឆ្នាំមិនដែលប៉ះពាល់ឲ្យនាងទេស័ក្តិសមឲ្យខ្ញុំបោះបង់ចោលអ្នកណាប្រាប់ឯងថាយើងគ្មានប្រុសចាប់អារម្មណ៍នឹងយើងអ្នកដែលចាប់អារម្មណ៍លើនាងនោះគឺមានតែប្រុសនៅតាមចិញ្ចើមថ្នល់ទេមែនហើយថាមកទៀងប្រុសម្នាក់នោះប្រហែលជានៅតាមផ្លូវមិនដែលឃើញមនុស្សស្រីចាប់អារម្មណ៍លើនាងវាជារឿងធម្មតានាងចាប់តាំងតែបច្ចៈចេញពីខ្ញុំទៅនាងមិនចេះរើសមនុស្សប្រុសទេហ៎ពួកឯងពីរនាក់ពិតជាអត់គេខ្មាស់មែនបងស្រីបើខ្វះប្រុសណាំងប្រាប់ខ្ញុំមកចាស់ចាំខ្ញុំណែនាំឯងកុំអីអូនកុំណែនាំអីអូនណែនាំអីឲ្យខ្លួនរបស់គេមិនដឹងថាបលាអីដេកជាមួយនរណាខ្លះទេដូច្នេះហើយកុំណែនាំឲ្យសោះណាហ៎ពួកឯងសុំទោសផងមនុស្សដែលស្គាល់យើងនោះគឺល្អជាងពួកឯង10000ដងទៅទៀត Life is a winding road, no telling where it goes. Driving through days and nights, won't stop for traffic lights. Nè, mày rồi say nâng. Ốc nhầm mà, ốc nhầm xong vò. ប្តីរបស់ខ្ញុំសុជីវធក៏មានបើនិយាយពីសង្ហាគឺសង្ហាខ្លាំងជាងគូដណ្ដឹងឯង10000ដងទៅទៀតមនុស្សអត់គេខ្មាស់ទៅតែបាយពីខ្ញុំទេបាយជំនាញប្រុសថ្មីទៅហើយហីមកពីឯងមានសហាយមុនរៀបការហេតុអីក៏មកបន្ទោសយើងថាមានប្តីនោះខ្ញុំដឹងហើយនាងគឺខឹងនឹងខ្ញុំមិនដែរទេដូច្នេះហើយរកមនុស្សប្រុសម្នាក់ដើម្បីថើបនាងចំជាមនុស្សស្រីដែលថោកទាបគ្មានគេខ្មាស់មែនហើយអ្នកណាឲ្យឯងនិយាយជាមួយប្រពន្ធខ្ញុំបែបនេះថ្ងៃក្រោយបើជួបគេនៅឆ្ងាញ់តិចទៅបងប្រុសមនុស្សប្រភេទនេះនៅឆ្ងាយពីគេបន្តិចទៅកុំមើលគេអសោះដើម្បីកុំឲ្យគេមើលងាយទៀតបានតើទៅអ៊ីសូរកបានមនុស្សព្រៃផ្សៃបែបនេះមកពីណាទៅបាញ់មិញបងសំដែងមកល្អទេបាញ់មិញបងសម្ដែងទេត្រូវហើយពួកយើងតកែបង្រៀនឲ្យប្រើមុខបងថ្ងៃណាក៏ហាត់រៀនដែរលុះព្រលឹងខ្ញុំអស់បាញ់មិញបងបញ្ចេញកំហឹងធ្វើឲ្យប្រុសថោកទាបម្នាក់នោះលុះព្រលឹងអស់ហើយ
Usually I don't post, but I want the world to know. Time to pull the drop tops out. Summer nights, it's a vibe, yeah. We've been keeping it in the house. Netflix and chillin', IGDMing, yeah. Didn't wanna share my love. មែនហើយមាញ់ទាំងមកខំទេកុំយកចិត្តទុកដាក់អីណា ប្រុសនោះមិនថាតេទេ ទុកថាតើអីទៅនោះជាតាមថារបស់ខ្ញុំលោកសាច់អីទៅ មានទេ គួរតែខ្ញុំទេដែលជាអ្នកខាត់នោះលោកជាប្រុសលោកខ្លួនមិនដឹងជាមានអ្នកថាប្រហែលអ្នកទេ ខ្ញុំថើបហ៎អ្នកប្រុស លោកកាត់អីហ្នឹង គ្មានអីទេអត្ថបទដែលឲ្យនាងរៀបចំនោះតែយ៉ាងម៉េចទៅហើយ មិនអីទេខ្ញុំបានសូត្រអានចងចាំរួចអស់ស្រេចទៅហើយចាំដល់ពេលសម្ដែងហាត់សមតិចទៅគឺលេងអី ប្រឹង ហើយ ប្រែងឡើងខ្ញុំជឿជាក់លើនាង ថ្ងៃនេះអរគុណលោកហើយពេលត្រឡប់ទៅវិញខ្ញុំជើញលោកញ៉ាំអាហារថ្ងៃនេះប៉ុណ្្នឹងសិនហើយ អ្នកប្រុសខ្ញុំចម្លែកមែនទែនលោកនឹងនាងអ៊ីងតើនៅជាមួយគ្នាតាំងពីពេលណាទៅនេះពាក់ព័ន្ធស្អីនឹងឯងរឿងតកែឯងកុំចេះដឹងអីមែនហើយសើមើលទៅពីអ្នកដែលនៅក្នុងហាងកាហ្វេអំបញ្ញមិញមានតំណែងស្អីនឹងគ្នាបាទអ្នកប្រុសខ្ញុំមើលដឹងហើយម្នាក់នោះគឺអ៊ីងស៊ូយើគឺជាប្អូនជាដូនមួយអ្នកស្រីតូចហើយម្នាក់ប្រុសនោះជាគូដណ្ដឹងរបស់គាត់ហើយប៉ុន្តែមិនដឹងថាយ៉ាងម៉េចទេបែរជាពួកគេទៅមានគូដណ្ដឹងជាមួយអ្នកស្រីតូចទៅវិញរឿងនេះចម្លែកខ្លាំងណាស់តើមានរឿងស្អីទៅណោះច្បាស់ជាមានល្បិចជាមិនខានទេមិនហើយអ្នកប្រុសគ្រួសារអ៊ីងក៏ប៉ុនចង់ភ្ជាប់ពាក្យជាមួយនឹងលោកអ្នកនឹងធំគ្រួសារសាអ៊ីបង្ខំចិត្តរៀបការជាមួយនឹងលោកអញ្ចឹងតើបានជាគេគិតពីមង្គលការបែបនេះឯថាម៉េចមីចំមាត់នោះដែលរៀបការជាមួយគេតាមចិញ្ចើមផ្លូវហ៎ មែនហើយគឺគេនិយាយចេញពីមាត់គេថែមទាំងវាយប្តីរបស់ខ្ញុំឲ្យរបួសថែមទៀត អើយមីល្អិតនេះវាកាន់តែខ្លាំងដៃហើយទៅ បើសិនជានាងរៀបការចុះបើមនុស្សគ្រួសារគេមករកយើងវិញនោះគិតយ៉ាងម៉េចពួកយើងមិនអាចប៉ះពាល់គ្រួសារគេបានទេ មែនហើយគ្រួសារហ្វូមានអំណាចស្មើនឹងមេឃនិយាយមួយគឺមិនអាចយកជាពីរទេបើយើងមិនប្រកល់មនុស្សឲ្យគេទេគ្រួសារយើងទាំងមូលច្បាស់ជាជាប់ជាមិនខានទេ នេះគិតយ៉ាងម៉េចទេ មិនបានទេយើងត្រូវតែហៅនាងចំមាត់នោះត្រឡប់មកវិញនេះចំមាត់ហ៊ានបិទទូរស័ព្ទរបស់យើងផងអី មានការអី កូនចង្រៃឯងហ៊ានទៅរកប្រុសដែលមិនស្គាល់រៀបការជាមួយឯងបញ្ញាប់មកវិញហើយឆាប់ទៅសុំទោសគ្រួសារហួរជាមួយនឹងយើងភ្លាម បើចង់ណាស់ទៅខ្លួនឯងទៅខ្ញុំមានប្តីហើយបើនិយាយទៅគ្រួសារហោគេមិនរៀបការជាមួយមនុស្សស្រីដែលមានប្តីហើយទេបើប៉ាចង់មានកូនប្រសាគ្រួសារហោកូនស្រីរបស់ប៉ាឲ្យរៀបការទេ នេះចំមាក់ហ៊ានបិទទូរស័ព្ទយើងទៀត ប៉ាបងស្រីគាត់មានចិត្តមានះណាស់បើសិនជាប៉ាបង្ខំឲ្យគាត់មកនោះគាត់ច្បាស់ជាមិនមកវិញទេពួកយើងប្រើល្បិចទេ ប្រើល្បិចហ៎ បើមកវិញហើយមែនទេ មិនមែនខ្ញុំកដាស់ពីរដងតើនៅបក្រៅក្នុងមានអ្នកណានិយាយដើមខ្ញុំទៅដឹង មិនអាចទៅរួចទេមកពីលោកផ្ដាសាយហើយខ្ញុំបានរងាស់សុបក្តៅបញ្ញាប់ចូលសិនមកឆាប់ភ្លក់សិនទេ ការពិតនាងមិនបាច់ធ្វើបាយឲ្យខ្ញុំរាល់ថ្ងៃទេនាំតែពិបាកដល់នាងតែប៉ុណ្ណោះណា ការពិតទៅប្រហែលថ្ងៃនេះខ្ញុំនៅផ្ទះក៏គ្មានអីធ្វើដែរម្យ៉ាងទៀតថ្ងៃណាក៏ចេះតែកំងម្ហូបខ្ញុំអាចជួយអីដល់លោកបានទៅគ្រាន់តែធ្វើម្ហូបប៉ុណ្ណឹងមិនបញ្ហាអីនោះទេ អញ្ចឹងទៅយប់នេះនាងគេនៅលើក្រេទៅខ្ញុំគ្មានកំណត់អីទេណាអរការពិតទៅខ្ញុំចង់ថាបើនាងជាមនុស្សស្រីគេងលើសាឡុងដូចជាមិនសមទេដូច្នេះនាងគេងលើក្រេចុះខ្ញុំគេងលើសាឡុងវិញណាបែបនេះគឺល្អហើយ តែផ្ទះនេះជាផ្ទះរបស់លោកបើមិនចឹងទេយើងគេងជាមួយគ្នាទេ ថាម៉េច ទោះជាយ៉ាងណាយើងមានតាស្វិលរួចហើយយើងគេងជាមួយគ្នាមានបញ្ហាអីទេយ៉ាងម៉េចហ្នឹងមិនអីទេ គ្មានអីទេ
គឺអញ្ចេះនាងគេងលក់ដែរទេតើក្រៅក្នុងនាងដូចជាមានខ្យល់មែនដែរទេពួកយើងខិតចិត្តគ្នាបន្តិចទៅគេងលក់មែនគេពិតជាទុកថាខ្ញុំនឹងគ្រាវហើយចង់មែនទេហើយចុះហេតុអីក៏ខ្ញុំត្រូវគេងដែរខ្ញុំមិនចាប់អារម្មណ៍នឹងនាងទេខ្ញុំត្រូវតែគេងដែរហើយInspector Gadget ហើយខាត់កេងលក់ស្រួលយូរហើយអាឡូអីសួរអាទិត្យក្រោយមានការថតឯងកុំភ្លេចឲ្យសោះណាបានខ្ញុំទៅរៀបចំឲ្យបន្តិចខ្ញុំទៅភ្លាមបងស្រីអេងសុយោមិនកាច់ទៀតហើយឯងចង់ធ្វើអីបងស្រីលោកប៉ះមានជំងឺទៀតហើយបងត្រឡប់ទៅមើលគាត់បន្តិចទេយ៉ាងម៉េចលេងល្បិចទៀតហើយមែនទេចង់ឲ្យយើងទៅផ្ទះមែនទេមិនបានកុហកបងទេបងស្រីបងក៏ដឹងដែរថាឈាមរបស់លោកប៉ាទេមកសមឲ្យប្រុសតែខឹងពេកគាត់បានដួលពេលនេះកំពុងតែដេកនៅលើគ្រែគាត់ឈឺមានពាក់ព័ន្ធអីនឹងយើងក្រែងអាចជឿគាត់មែនទេមើលថែគាត់ទេពេលប៉ាស្លាប់ព្រឹកមិញនេះគាត់ចេះតែហៅឈ្មោះបងរហូតមិនថាយ៉ាងណាទេគាត់ក៏ជាប៉ារបស់បងដែរគាត់បាច់ចិញ្ចឹមបងធំបែបនេះបងจะធ្វើឲ្យគាត់ខឹងទៀតស្រេចតែបងទេបើសិនជាគាត់មានរឿងអីនោះតែវាគាត់បីនឹងអត់ដាប់គតិបងដែរទេបងចាប់តែមើលចាស់ណែម៉ាយកុំរវល់នឹងយើងអីទុកឲ្យយើងស្លាប់ទៅយើងមិនចង់ទៅជួបអ្នកណាទៀតទេឲ្យទៅជួបម្ដាយរបស់គេទៅអើយយើងមិនចង់ជួបអ្នកណាគេទេយើងមិនចង់ជួបគេទេយើងមិនចង់ជួបកូនស្រីកូនលេចមុខមកហើយហ៎ខ្ញុំមកមើលលោកចង់ស្លាប់មែនទេខ្ញុំមកមើលលោកចង់ស្លាប់មែនទេអីនេះអីនេះក្មួយស្រីឯងមកវិញគឺល្អហើយមិនដឹងថាឯងមកដឹងតែចិត្តទុននៅក្នុងចិត្តច្បាស់ជាបារម្ភពីលោកប៉ាឯងហើយណាមិនបាច់ធ្វើជាស្គាល់ខ្ញុំទេនេះចំមកមិនក៏និយាយដាក់ម៉ាក់ឯងបែបនេះអញ្ចឹងឈប់ធ្វើពុតឲ្យមែនទេគាត់ជាម្ដាយខ្ញុំទេម៉ាក់ខ្ញុំបានស្លាប់តាំងពីយូរណាស់ហើយបានហើយលោកប្តីគ្រូពេទ្យបាននិយាយហើយកុំខឹងអីឯងយូរតម្រាំតែបានមកដល់ទីនេះចាំយើងធ្វើអីញ៉ាំពួកយើងញ៉ាំ3អ្នកជុំគ្នាព្រោះថាខានញ៉ាំជុំគ្នាយូរហើយខ្ញុំគ្មានអារម្មណ៍ញ៉ាំបាយទេខ្ញុំមកនេះខ្ញុំចង់ប្រាប់លោកថាកុំចង់រកវិធីណាឲ្យខ្ញុំរៀបការជាមួយគ្រួសារហោឲ្យសោះបើចង់រៀបការណាខ្ញុំប្រាប់លោកទៅឲ្យគ្រួសារហោរកកូនកំមុំទេហើយចាស់ទិញស៊ូប៉ះឯងមិនបានកុហកឯងឲ្យមករៀបការជាមួយគ្រួសារហោទេគេគ្រាន់តែចង់ញ៉ាំបាយជុំគ្នាជាមួយឯងណាលោកប្តីបងមិនអីទេញ៉ាំបាយទៅមកកូនស្រីណែកូនស្រីប៉ាឃើញហើយពេលនេះបើកូនមិនចង់រៀបការជាមួយតកូលហោះទេប៉ាក៏មិនមកខំដែរប៉ុន្តែកូនមិនអាចព្រោះតែមិនចង់រៀបការជាមួយគ្រួសារហោះកូនចេះតែរកអ្នកផ្សេងរៀបការជាមួយទេមនុស្សគេល្អមិនមែនចេះតែរកឯណាខ្ញុំមានការញ៉ាំបាយឬខ្ញុំទៅហើយម្នាក់នោះឈ្មោះអីទំនេរអាចនាំឲ្យប៉ាមើលបានទេមិនបាច់ទេនេះជារឿងរបស់ខ្ញុំមកនេះពួកឯងបើកទ្វារ
ដោះលែងខ្ញុំទៅ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 ម្នាក់នេះឈ្មោះអីតំណេអាចនាំមកឲ្យប៉ាមើលតើបានដែរទេហ៎លោកប៉ាដោះលែងខ្ញុំទៅលោកប៉ាដោះលែងខ្ញុំទៅកូនស្រីកុំចំណាយកម្លាំងអីកូនកិច្ចមិនផុតទេណាកុំចំណាយកម្លាំងរត់ឥតប្រយោជន៍អីវាមិនកើតទេអ៊ីឆាន់សិនហ៊ានប្រើល្បិចដាក់កូនមកកើតខ្លួនឯងបែបនេះផងហីយើងក៏មិនចង់អញ្ចឹងដែរឲ្យឯងលែងលះជាមួយនឹងប្រុសម្នាក់នោះហើយព្រមរៀបការជាមួយនឹងតកូលហួរធានាថាមិនឲ្យឯងពិបាកទេឲ្យខ្ញុំរៀបការជាមួយគេយល់សប្ទេអីបងស្រីបងកិច្ចពីមង្គលការគ្រួសារហ៊ុននោះគ្រួសារយើងបាក់មុខណាស់ទៅហើយគឺខ្ញុំទេដែលព្រមឲ្យបងរៀបការជាមួយគេអញ្ចឹងបងគួរតែទុកមុខឲ្យគ្រួសារយើងទៅហើយរៀបការជាមួយគេឯងចេះនិយាយទៅរួចឬមួយក៏ឯងរៀបការជាមួយគេនោះមិនមែនដោយសារតែរៀបល្បិចទេដឹងហីទៅរៀបការជាមួយនឹងគេទេឯងពិតជាព្រាប្រាមែនគ្រួសារឥឡូវកំពុងមានបញ្ហានៃសេដ្ឋកិច្ចប្អូនស្រីឯងព្រោះតែគ្រួសារបបង់សម្ភារអង្គខ្លួនឯងនៅចោតប្រកាន់ភាពស្អាតស្អំរបស់គេទៀតអីមិនក៏ឯងធ្វើបែបនេះអញ្ចឹងហ៎អ៊ីឆាំងសិនពីអ្នកម៉ែកូនគេដាក់ថ្នាំអីឲ្យលោកផឹកហេតុអីក៏លោកជឿជាក់គេខ្លាំងម្ល៉េះតើខ្ញុំជាកូនស្រីប៉ាដែរទេអីបានហើយលោកប្តីកូនក៏មិនទាន់ដឹងក្តីអីដែរបងកុំខឹងអីណាមែនហើយប៉ាទៅសំណាក់សិនទៅទុកឲ្យខ្ញុំលួងលោមបងស្រីសិនណាហឺឯនេះចំមើលហើយបងស្រីចេញភ្លាមទៅកុំឲ្យខាតកម្លាំងអីបងត្រូវថ្នាំពលពួកខ្ញុំហើយគ្មានកម្លាំងណាមកតបតទេប៉ុន្តែសំណាងហើយខ្ញុំចេះនៅមានល្បិចបន្តបន្សាំចម្លែកមែនអ៊ីងស៊ូមិនក៏មិនទាន់មកទៀតយ៉ាងម៉េចនឹងទេទៅមិនក៏បិទទូរស័ព្ទអញ្ចឹងហេតុអីគាត់បែបនេះហើយចាអើយនោះគឺជាគូស្នេហ៍របស់អ៊ីងស៊ូតាណែលោកមានឃើញអ៊ីងស៊ូទេក្រៅអ៊ីងស៊ូបានទៅកន្លែងថតហើយតើមិនដែរទេមែនហើយពួកយើងណាត់គ្នានៅចន្ទក្រោមម៉ោង12ដល់ពេលនេះហើយមិនទាន់តាក់ទងគ្នាបានទៀតទូរស័ព្ទក៏ត្រូវបិទពេលនេះម៉ោង2ហើយមែនហើយអញ្ចឹងចោះនាងទៅសម្រាប់សិនទៅខ្ញុំទៅរកគេហើយចាំតាក់ទងគ្នានៅចំណត់នៅពេលក្រោយទៀតចោះណាតើបានទេអូបើឃើញហើយក្រុមហ៊ុនផលិតកម្មខ្ញុំនិយាយហើយគឺប្រកាសជាបានអញ្ចឹងអរគុណហើយអរគុណលោកហួរមិនអីទេខ្ញុំទៅហើយរយៈពេល10នាទីខ្ញុំត្រូវដឹងថានាងណែណាបាននៅប្រុសចាំមើលលើកនេះឯងរតនាទៀតសុយាយលេខខ្ញុំទេលេងអញក៏បានដែរឲ្យតែឯងព្រមលេងដែរជាមួយមនុស្សប្រុសម្នាក់នោះហើយការជាមួយនឹងគ្រួសារហួរមិនអញ្ចឹងទេឯងមានតែនៅទីនេះរហូតអស់មែនហើយឬថាឯងបានថតរឿងថ្មីរួចហើយដណ្ដើមបានតួឯងទៀតផងលើកនេះចាំមើលការងាររបស់ឯងក៏មិនអាចធានាថាទប់ទល់ជាប់ដែរនេះឯងរៀបចំកម្រងរួចហើយមែនទេពេលវេលាមកដល់យើងមានតែប្រាប់ឯងយើងក៏មានចេតនាចង់ឲ្យដៃគូស្នេហ៍ឯងដើម្បីឲ្យឯងរៀបការជាមួយគេហើយឲ្យឯងដឹងថាមានតែយើងទេដែលស័ក្តិសមជាមួយនឹងបងសៀងអានមនុស្សស្រីអន់ដូចជានាងវាស័ក្តិសមអីនឹងរៀបការទេឯងស័ក្តិសមជាមួយមនុស្សពិការទើបត្រីស្រីថោកទាបខ្លាំងណាស់មែនទេចាំមើលឯងបានស្អីទៀតពេលនេះក្នុងគ្រួសារអ៊ីងគឺស្ដាប់តែយើងនឹងម៉ាក់ទេបើយើងចង់សម្លាប់គឺងាយដូចបកចេកមែនទេបើអញ្ចឹងឯងធ្វើយើងស្លាប់ទៅពេលដែលយើងស្លាប់ហើយអ្នកដែលរៀបការជាមួយគ្រួសារហោះគឺជាឯងហើយយើងមិនអីឯងស្លាប់ទេតែយើងមានវិធីដល់ទៅ100ដងដើម្បីចាត់ការឯងណែប្រុសរកឃើញហើយពីម៉ោងមុនគឺអ្នកនាងនៅគ្រួសារអ៊ីមករកនៅស្រីតូចអ្នកនាងបានទៅជាមួយគេពេលនេះតើគ្រួសារអ៊ីដើម្បីយកមនុស្សជាមួយគ្នាបាត់មកមួយនេះ
អាចដៃប្រុសច្រើនណាស់តែបើសិនជាមុខនេះខូចបាត់ទៅចាំមើលឯងបានស្អីទៀតបងស្រីពិចារណារួចហើយព្រមលេងលះជាមួយប្រុសម្នាក់នោះហើយរៀបការជាមួយគ្រូសាហួរ ឯងយល់សពទេ ខ្ញុំពិតជាមិនដាច់ចិត្តប៉ះពាល់មុខបងទេពិសេសគ្រូសានោះមកសួរដេញដោលនៅនាំតែយ៉ាប់យ៉ឺនប៉ុន្តែខ្ញុំអាចយកកំបិតវះសាច់កន្លែងណាខ្លះក៏បានដល់ពេលយប់សំដំណេកដល់ពេលនោះមនុស្សពិការឃើញមានស្នាមនៅលើខ្លួនរបស់បងតែគេចាប់អារម្មណ៍អត់ដល់ពេលនោះគេនឹងដឹងហើយ បើគិតឲ្យសាប់ទៅដល់ពេលនោះបងនឹងខ្លាចជាមនុស្សគ្មានសូម្បីតែឆ្កែក៏មិនត្រូវការផងដែរ មិនដឹងពិភាក្សាគ្នាដល់ពេលណាទេបងថាតែមើលសិនល្អជាង ខ្ញុំថាបងកំទៅអីបងទៅជួបកូនហើយដឹងតែឆ្លោះគ្នានឹងពួកគេមានអាយុប្រហែលគ្នាថាមិនទៀងគេអាចបញ្ចុះបញ្ចូលគ្នាក៏ថាបានដែរ ហើយកូនបងណាបើចេះតែគិតបន្តិចគឺមិនចាំបាច់បារម្ភតទៅទៀតទេ កូនគេនៅក្មេងណាស់គេមិនតាន់ដឹងពីចរិតបងចាំដល់ពេលគេធំហើយគេគិតថាបងធ្វើល្អដាក់គេហើយមិនដឹងថានាងចាត់ការជាមួយនឹងស្រីនោះបានឬក៏អត់ទេបើសិនជាឲ្យគេចាត់ការនៅចំពោះមុខតាកាចាស់នេះធ្វើបែបនេះទ្រព្យសម្បត្តិគ្រួសារអីគឺជារបស់កូនយើងហើយនឹងយើងទី សុយាយបើឯងចង់បានគេណាពេលនេះបានហើយមិនក៏មកចាត់ការយើងទេតើឯងមានបំណងអីទេ chẳngដឹងណាស់មែនទេចាំយើងធ្វើបាបឯងឆ្អែតយើងនឹងប្រាប់ឯង អ៊ីស៊ូណៃណា លោកហាន តាអ៊ីស៊ូណៃណាតាឯងជាអ្នកណាខ្ញុំគឺតកូលហោះ តកូលហោះ តកូលហោះឬអ្នកប្រហោះគេមកយកមនុស្សទេដឹងអី មិនអាចនោះទេក្រែងពាក្យចាស់មរាមថាម្នាក់នោះទាំងចាស់ហើយនឹងពិការនេះមិនមែនទេ ណែអ្នកប្រុសសួរលោកណាលោកថ្លង់ទេឬក៏យ៉ាងម៉េច ឯងសួរគេមិននៅផ្ទះទេ មែនឬអត់ជួហឹងបតឆាឆេបត អេនេះចូលទៅមិនបានទេធ្វើបែបនេះគឺល្មើសច្បាប់ហើយមិនអាចចូលទៅបានទេយ៉ាងល្អឯងគួរតែនៅទីនេះឲ្យបានស្រួលបួលគ្មានអ្នកណាមកជួយឯងទេ តើពួកឯងជាអ្នកណានឹងហ៎ គេគឺជាមនុស្សប្រុសដែលអាស៊ូរៀបការជាមួយនឹងហើយលោកមកទៀតហើយអាស៊ូគេបានទៅហើយគេថាល្ងាចហ្នឹងក្រុមហ៊ុនដូចជាមានការខ្ញុំថាហើយយើងមិននៅទី អញជាគូស្នេហ៍កូនស្រីរបស់យើងមិនដែរទេមិនខុសទេបើអញ្ចឹងល្អណាស់ឥឡូវចង្រៃយើងប្រាប់ឯងទៅចុះណាយើងមិនយល់ស្របជាមួយមង្គលការនេះទេឯងឆាប់ដោះលែងនេះទៅខ្ញុំប្រាប់លោកម្ដងទៀតខ្ញុំមកនេះត្រូវការមនុស្សបើមិនបានមនុស្សទៅខ្ញុំនឹងរករឿងដល់ទីបញ្ចប់បើមិនបានមនុស្សទៅទេខ្ញុំនឹងរករឿងដល់ទីបញ្ចប់លោកចាំតែមើលចុះហេរករឿងដល់ទីបញ្ចប់ហ៎ហេ ហេណែទោះបីឯងជាគូស្នេហ៍របស់នាងក៏ដោយក៏ពួកឯងគ្មានសិទ្ធិមកឆែកឆេរក្នុងគ្រួសារយើងដែរទោះយ៉ាងណាក៏យើងជាចាស់ទុំក្មេងឯណាមកធ្វើបាបមនុស្សចាស់បែប ទិញ នេះ ស៊ូជាប្រពន្ធរបស់ខ្ញុំចាប់អារម្មណ៍លើនាងតែម្នាក់គត់អ្នកទុកជាស្អីដែរទៅ ឯងនាងបានទៅហើយប្រពន្ធរបស់ខ្លួនមិនចេះមើលថែស្រួលបួលទេនៅដើមរឹករឿងគេទៀតឯងចង់ធ្វើស្អី អេណែនេះគិតយ៉ាងម៉េចទៅហ៎ អាឡូ ទិញស៊ូមកហើយគេនៅតាមផ្លូវ ថាម៉េច ពេលនេះយើងប្រាប់តែមិត្តភ័ក្តិឯងប៉ុណ្ណោះថាឯងបានត្រឡប់ទៅវិញហើយដើម្បីរាយការណ៍ទៅប្តីរបស់ឯងដឹងថាឯងមានសុវត្ថិភាព អ្នកប្រុសយ៉ាងម៉េចអ៊ីនស៊ូបានទៅវិញហើយហ៎ មិនបានទេខ្ញុំត្រូវទៅរកវិធីឲ្យហោះសើដឹងថាខ្ញុំនៅទីនេះ កំតែគេឆ្មាទេដែលធ្វើឲ្យបែករបស់របរទៀតហើយ
ណែនាងទៅមកខាងទៅហ៎អឺណែអ៊ីងស៊ូសើហានខ្ញុំសូមបោះលោកចាប់នាំខ្ញុំចេញទៅ កុំបារម្ភអីខ្ញុំនឹងនាំនាងចេញពីទីនេះមកឆាប់ឡើងអេអ្នកប្រុសសន្សឹមនៅទីនេះយើងបកលឲ្យអញហើយបាទអ្នកប្រុសទុកចិត្តចុះអាយយកទៅមិនបានទេគឺជាកូនស្រីយើងអ្នកណាគេទៅ ហើយពួកឯងនេះចំជាមនុស្សអន់មិនដឹងអីមែនឯងមិនគួរណាមកប៉ះពាល់មនុស្សដែលមិនគួរប៉ះពាល់មួយម៉ោងទៀតគ្រួសារភ័យរងចាំខ្ទេចខ្ទីទ្រព្យសម្បត្តិឲ្យហើយទៅមួយម៉ោងទៀតណារងចាំខ្ទេចខ្ទីទ្រព្យសម្បត្តិឲ្យហើយទៅណែប៉ាមើលបងស្រីចាស់ស្រាប់តែរកមនុស្សប្រុសបែបនេះប៉ាមិនទាន់អនុញ្ញាតផងមិនថាយ៉ាងណាទេប៉ាក៏ចាស់ទុំដែរគេបែរជាមិនគិតគូរអីសោះឡើងទៅប្លន់មនុស្សចឹកបែបនេះមែនហើយគេនៅគម្រាមយើងទៀតថាទ្រព្យសម្បត្តិយើងខ្ទេចខ្ទីអាយ៉ារឿងអីយើងមិនដឹងពីនាងមនុស្សដូចជាគេនេះតើរកមនុស្សប្រុសណាល្អទៅគេគ្រាន់តែនិយាយស្ដីគំរាមកំហែងយើងតែប៉ុណ្ណឹងឯងណាអាឡូលោកអគ្គនាយកក្រុមហ៊ុនយើងត្រូវគេបាត់ច្រកអស់ហើយថាម៉េចណែមិននឹងឲ្យទៅរួចទៅនេះពូសើហានធ្វើនាងភ្ញាក់ហើយមិនអីទេបើគុំតែបានលោកខ្ញុំមិនដឹងត្រូវគេឃុំឃាំងយូរប៉ុណ្ណាទេពួកគេបង្ខំខ្ញុំរៀបការជាមួយនឹងតកូលហោះខ្ញុំមិនព្រមទេបានវាយខ្ញុំទៀតមកពីខ្ញុំបានជាគេវេទនាបែបនេះទីនស៊ូការពិតខ្ញុំគឺប៉ុន្តែសឿចាគេធ្វើបែបនេះដាក់ខ្ញុំមិនអីទេចុះហេតុអីបានជាប៉ាខ្ញុំគ្រប់យ៉ាងគឺម៉ែកូនគេជាអ្នកបង្វិលប៉ារបស់ខ្ញុំគេចង់លេបទ្រព្យសម្បត្តិប៉ារបស់ខ្ញុំតែពេលនេះប៉ាខ្ញុំជឿជាក់លើម៉ែកូនគេហើយតានាងស្អប់មនុស្សដែលកុហកថាមែនដែរទេហើយមើលទៅខ្ញុំត្រូវរកឱកាសល្អដើម្បីបកស្រាយការពិតហើយកុំតល់អារយំអីហើយកុំយំអីណាពួកគេទទួលកម្មពីហើយ什么惩罚ពេលនេះខ្ញុំបានបិទច្រកអាជីវកម្មអស់ហើយបិទអស់ហើយតើមែនទេបងគ្រាន់តែស៊ើបដឹងថាក្រុមហ៊ុនប៉ារបស់អូនមានបញ្ហាគឺបន្តិចទៀតនឹងមានរបាយការណ៍មកហើយឬចំនួនគេមានករណីចាត់ចែងរួចហើយបានហើយជប់គិតទៀតទៅមិនថាយ៉ាងណាអូនអាចទុកចិត្តបានបងថ្ងៃក្រោយមិនឲ្យអូនទទួលការលំបាកអីទៀតទេឆាប់គេងទៅណាស៊ូប៉ាហានលោកលោដាក់ខ្ញុំពេកហើយឬមួយក៏លោកស្រឡាញ់ខ្ញុំមិននឹងអាចទៅខ្ញុំខ្លាចនាងមានបញ្ហាមនុស្សដែលធ្វើជាប្រពន្ធរបស់ខ្ញុំត្រូវតែទទួលខុសត្រូវយកល្អលោកកុំមកស្រឡាញ់ខ្ញុំអីលោកគឺជាប្រុសលោកខ្លួនខ្ញុំទិញលោកគឺមកជួលបានហើយស្រេចតែនាងចុះម្ចាស់ស្រីឆាប់គេងទៅរាត្រីសួស្តី
1503នេះគឺជាបន្ទប់ចៅយើងនិងចៅប្រសា អ្នកណាគេមិនក៏គួរធ្វើបែបនេះ មិនក៏ឯងយឺតម្លេះខាត់ពេលយើងមើលចៅប្រសាស្រីរបស់យើងចៅប្រសាស្រីឯងនៅណាឯងកំពាំងមុខយើងមករកចៅប្រសាយើងមុខចាក់មិនដឹងឯងគឺជាកូនចៅគ្រួសារហួរទាំងមូលឯងមកប្រើបន្ទប់បែបនេះតើសមដែរទេបើគង់តែហួរហឹងបានប្រាប់យើងថាឯងនៅទីនេះយើងមិនដឹងទេថាឯងធ្វើបាបចៅប្រសាយើងបែបនេះនោះទេណា អ៊ីនសួរគេមិនតាន់ដឹងពីឋានៈរបស់ខ្ញុំទេតិចទៅបានទេ ថាមិននឹងនាងមិនដឹងពីឋានៈរបស់ឯងទេពួកក្មេងអស់នេះយកមនុស្សចេតនាមកលេងសើចទៀតហើយ នេះ នេះគឺអាស៊ូមែនទេ នេះគឺលោកយាយរបស់ខ្ញុំ សួស្ដីលោកយាយ ចៅស្រីរបស់យាយក្បាលឯងមិនរបួសបែបនេះអញ្ចឹងចៅស្រីរបស់យាយក្បាលឯងមិនក៏ត្រូវរបួសបែបនេះអញ្ចឹង ល្អ2ថ្ងៃហើយ ល្អិតឯងគឺជាអ្នកធ្វើមែនទេមិនក៏ឯងជាមនុស្សប្រើដៃប្រើជើងបែបនេះជើងនឹងវាយឯងឲ្យស្លាប់ លោកយាយ ជើងនឹងវាយឲ្យស្លាប់ជើងនឹងវាយឲ្យស្លាប់ លោកយាយយល់ច្រឡំហើយ2ថ្ងៃមុនខ្ញុំប្រយ័ត្នកាដូលមិនពាក់ព័ន្ធអីនឹងសើហាននោះទេ តើមែនដែរទេ ចាពិតមែន អញ្ចឹងត្រូវតែបន្ទោសឯងមិនបានមើលថែគេបានដិតដល់ធ្វើឲ្យគេដួល ខ្ញុំបាននេះជាកំហុសរបស់ខ្ញុំ ទៅឆាប់ទៅអង្គុយទៅហេយ៉ាអាស៊ូវ៉ាឯងទុកចិត្តចោះយាយនឹងប៉ះពៅឯងណាអាឡូឆាប់ឡើងមក បាទ ហេណែលោកយាយបើកចំហពេកហើយ អាស៊ូវ៉ារបស់អស់នេះគឺយិនសិន1000ឆ្នាំនៅមានទៀតផ្កាឈូកព្រិលធានសានធានាឲ្យឯងញ៉ាំហើយហ៊ានធានាថារបួសនៅលើមុខញ៉ាំភ្លាមនឹងបាត់ផ្លេតណានេះនៅមានគ្រឿងអលង្ការកាបូបហើយនឹងស្បែកជើងគឺបកគលឲ្យឯងទាំងអស់នៅមានមាសដុំទាំងអស់នេះទៀតគឺចំនួនឲ្យឯងបើសិនជាមិនគ្រប់ទេចាំយើងពួកយើងជាមនុស្សសាមញ្ញទេមិនក៏រៀបចំរបស់បែបនេះអញ្ចឹងបែបនេះគឺមិនបានទេមែនដែរទេហ៎លោកយាយរបស់នេះគឺរបស់អ្នកផ្សេងឲ្យទេតើមែនដែរទេហ៎ចៅស៊ូរបស់អស់នេះគឺអ្នកផ្សេងគេឲ្យទេមិនថាគ្រឿងអលង្ការស្បែកជើងនិងកាបូបគឺថាគេបញ្ចុះតម្លៃនោះទេមិនបានចំណាយលុយឡើយចំណែកឯមាសដុំនេះគឺមាសដុំល្អមែនគឺបងប្អូនចាស់របស់យាយដេញបៀចាញ់ឲ្យយាយទេណាគេមានលុយណាស់មែនហើយពាក្យកុហកបែបនេះតើនរណានឹងជឿទៅ មិនអាចទទួលបានទេលោកយាយគឺថ្លៃពេកហើយមិនមែនទេដឹងគេពិតជាជឿមែន ហេយ៉ាឯងគឺជាចៅស្រីរបស់យើងនេះជារបស់ដែលឯងគួរបានហើយក៏ប៉ុន្តែខ្ញុំហេយ៉ាបើឯងមិនព្រមទេយាយនឹងខឹងឯងហើយណែចាទទួលសិនចាចាំដល់ពេលបកលឲ្យសឺហានអញ្ចឹងអរគុណលោកយាយហើយធ្វើបែបនេះទៅត្រូវពេលណាពួកឯងមានចៅឲ្យយាយទៅយាយចង់បានចៅណាកូនក្មេងណែលោកយាយណែលោកយាយបានហើយបន្តិចទៀតខ្ញុំនឹងអ៊ីនស៊ូនៅមានកិច្ចការទៀតលោកយាយប្រញាប់ទៅសិនទៅតើបានដែរទេលោកយាយអាល្អិតឯងនេះដល់ថ្ងៃក្រោយខ្ញុំនឹងនាំអ៊ីនស៊ូទៅលោកយាយជាមិនខានទេហើយយ៉ាចាំខ្ញុំនាំទៅដល់ផ្ទះចុះណាបានដែរទេលោកយាយបានអាស៊ូចាលោកយាយចាំពេលឯងជាយាយនឹងមកលេងឯងម្ដងទៀតចាលោកយាយតាមសម្រួលយាយទៅហើយណែពួកឯងដាក់ចុះត្រង់នេះទៅយាយទៅហើយ
កុំប្រកាន់អីលោកយាយគាត់មិនដឹងថាបានមិនដឹងថាខ្ញុំរៀបការមកពីណាទេការពិតគាត់គឺជាមនុស្សចិត្តល្អណាស់ឃើញណែទេគាត់នាំរបស់មកជាច្រើន ខ្ញុំដឹងហើយគាត់គឺជាមនុស្សគួរឲ្យស្រឡាញ់ណាស់ខ្ញុំជឿចិត្តគាត់ខ្លាំងណាស់មែនហើយរបស់ទាំងអស់នេះលោកទទួលយកទុកទេថ្មីត្បិតតែគាត់ប្រកល់ឲ្យខ្ញុំតែពួកយើងរៀបការคล้ายៗទេ ថ្ងៃក្រោយរបស់អីដែលប្រកល់ឲ្យអូនហើយវានឹងคล้ายទៅជារបស់អូនហើយអូនទទួលយកចុះ បើបងមិនមែនជាប្រុសលក់ខ្លួនទេមិនដឹងជាល្អយ៉ាងណា តាមពិតទៅបងមិនបាននិយាយថាបរោះលោកខ្លួនទេ ហើយបានគេប្រាប់ខ្ញុំហើយរងចាំបរិណាដែលគេត្រូវការតែលុយតែគេមិនត្រូវការខ្លួនរបស់ខ្ញុំទេពួកយើងគ្រាន់តែសម្ដែងជាមួយគ្នា អាចមកពីគេមានការយកច្រឡំហើយពេលនោះបងគ្រាន់តែជាប្រុសម៉ូដែលតែប៉ុណ្ណោះទេពិតមែនហើយប្រុសម៉ូដែលមែនហើយគឺបងប្រុសម៉ូដែលនៅក្នុង website ហើយលក់ផ្លាកយីហោខោអាវមែនហើយ ថាម៉េចបងកុហកខ្ញុំតែដឹង បងមិនកុហកទេឲ្យស្បត់ក៏បានដែរមិនមែនប្រុសលក់ខ្លួនទេបើបងធ្វើមុខរបរនេះទៅក្រៅអីឡានបុកទៅចុះណា តែប្រដែខ្ញុំមិនឲ្យបងនិយាយពាក្យអពមង្គលនេះទេ I'm so in love with you. You just hug me and give me warmth. It could took away your pain and you let me feel. ណែបងទៅជាអស់ហើយ បានខ្ញុំទៅញ៉ាំរឿងថ្ងៃនោះកុំទុកក្នុងចិត្តអីខ្ញុំទៅថតភ្លាម ពេលនេះខ្ញុំឲ្យណែខ្ញុំបានរៀបចំរួចហើយ អ្នកដឹកនាំរឿងពេលណារៀបចំថតទេ ហើយកុំនិយាយច្រើនអីដល់តួហើយនាងទៅហៅគេហើយរឿងបែបនេះចេះសួរតើកាន អេងស៊ូស្រីថោកទីម្នាក់នេះច្បាស់ជាមកនិយាយអីជាមួយអ្នកក្រុមហើយ ឆាប់ទៅខាងណាទៅលើឡើងទៅអីស៊ូយើងគ្រាន់តែជាតួរៃរងចាំមិនស្រាលធ្វើយ៉ាងម៉េចទុកខ្លួនឯងជាតារាល្បីតាមមែនដែរទេ ពួកឯង3នាក់មិនក៏នៅទីនេះ បងគាត់គឺជាអ្នកមានភាគហ៊ុនជាមួយបើឲ្យពួកយើងមកមើលតែពីយ៉ាងមិនដែរនិយាយទៅពូរបស់អេជាអ្នកដឹកនាំផ្នែកផលិតកម្ម លើថាអ្នកដឹកនាំផលិតកម្មរបស់ឯងមានបញ្ហាបន្តិចតួចឯងនៅមានទឹកចិត្តដើរលេងទៀតទេ ឯងដឹងមកពីណា យើងជាអ្នកនាងធំគ្រួសារឯងបើមិនដឹងរឿងនេះពិតជាចម្លែកហើយ ការប៉ັດមានបងខ្ញុំជួយដោះស្រាយបញ្ហាតូចតាចទុកជាស្អីដែរទេនិយាយឲ្យចាំពេលនេះគ្រាន់តែជាការយុទ្ធចំណាំប៉ុណ្ណោះពេលនេះបានស៊ើបមើលដឹងអស់ហើយ ការពិតឲ្យវាអញ្ចឹងចាស់បើសិនជាឯងនៅក្រៅគ្រួសារឯងរឿងឯងធ្វើប្រេះផ្ដាស់វានឹងឆាប់ចប់ ស្រីថោកទៀបម្នាក់នេះអាំងស្អីហ៊ានមកគំរាមកំហែងខ្ញុំឯងមើលចាស់គេបានដៃខ្លាំងមែនទែនឯងមានគិតចង់ធ្វើបាបគេទេតែនាងមានវិធីអីដែរទេ ចាំមើលគេទេ អាស៊ូឯងទៅជួយយកឧបករណ៍នៅខាងលើឲ្យខ្ញុំបន្តិចមកណា ពេលនេះមែនទេ ហ៎ បន្តិចទៀតខ្ញុំដល់វេនថតហើយ អាយ៉ាខ្ញុំកំពុងតែថតមិនទាន់ចប់ទេឯងគ្រាន់តែដើរទៅបន្តិចទៅឲ្យឆាប់ឡើងទៅ បាន អេហេអ្នកនាង អញធ្វើបានល្អណាស់នេះ ហេអរគុណហើយអ្នកនាង ដល់ពេលនោះអញត្រូវតែ អូខ្ញុំយល់ហើយខ្ញុំបិទមាត់ឲ្យចិត្តតែម្ដង បានតែអញឆាប់ទៅទេ បានហេ រៀបចំហាញ់នៅខ្ញុំរៀបចំរួចហើយទុកចិត្តចាស់ ដល់ពេលនោះគ្រប់គ្នាថតសម្ដែងគេដឹងថាប្រុសថោកទាបនឹងស្រីអាក្រក់នោះធ្វើអ្វីខ្លះនៅក្រៅឆាកពេលនោះមុខងារនឹងតំណែងរបស់គេមិនអាចបានដោយសារតែគេទេមែនទេ ដល់ពេលនោះខ្ញុំអាចជំនួសឲ្យគេចេញមកសម្ដែងលេខ3ហើយដល់ពេលនោះដែរពួកយើងទាំង3អាចបញ្ចេញកំហឹងបានហើយ ចាស់ហឹងបាទតកែឯងតែមុនទៅខ្ញុំទៅចាត់ចែងមើលសិន
បានអ្នកប្រុសខ្ញុំទៅសិនហើយចាំជួបគ្នាពេលក្រោយទៀតអាឡូមានមនុស្សទេខ្ញុំនៅក្នុងបន្ទប់ឃ្លាំងវិវហើយប្រហែលជាបុគ្គលិកថតចាក់សោឃ្លាំងទេដឹងដល់ពេលខ្ញុំត្រូវសម្ដែងហើយមានមនុស្សនៅទេឆាប់បាក់ទ្វារទៅបាក់ទ្វារខ្ញុំតិចទៅឈប់គួរទៅឈប់គួរទៅមានមនុស្សទេអញជាអ្នកណាហេណែនៅចាំស្អីទៀតឯណាអ៊ីនស៊ូអ្នកដឹកនាំខ្ញុំបានរកជុំវិញនឹងហើយម៉ែរកមិនឃើញទេបើរកមិនឃើញទេឆាប់នាំចុះបាយដល់ស្រ័យទៅមនុស្សច្រើនណាស់ចាំគេតែម្នាក់ឲ្យយើងថតស្អីទៅតាមគេមកបាទណែឲ្យឆាប់ទៅលោកអ្នកដឹកនាំលោកមើលតើខ្ញុំអាចទៅរួចទេខ្ញុំឈ្មោះចៅអ៊ីសុងពីមុននៅក្រុមតន្ត្រីនាងបានសាឡបងមើលទៅនៅកន្លែងថតមិនក៏អ៊ូអមម្ល៉េះហីអ្នកប្រងទៅដល់ក្រុមថតដោយផ្ទាល់ហើយតើនេះនោះជាប្តីអ៊ីស៊ូនតាលោកប្តីអញថាគេនឹងជាជំនួយការលោកអគ្គនាយកប្តីរបស់អ៊ីស៊ូឯណាអ៊ីស៊ូតាំងពីដើមមកមិនដែលភ្លក់រសជាតិតារាទេហេអញធ្វើអីហ្នឹងនេះនិយាយទៅតែយើងចង់ធ្វើអីអាយ៉ាលោកហោខ្ញុំលាក់ប្រវត្តិរូបកុំឲ្យគេដឹងឲ្យសោះណាបាទខ្ញុំយល់ហើយខ្ញុំយល់អញ្ចឹងតើបាត់ជាជួយនិយាយឲ្យអ៊ីងស៊ូរហូតអ្នកទាំងពីរជាក្រុមតែមួយគ្រាន់តែជាជំនួយការប៉ុណ្ណោះយើងស្មានថាបានជួបនៅសំណាងស្អីទេមើលទៅដូចជាមនុស្សអស្ចារ្យការពិតគ្មានអីនោះទេធ្វើរឹកអញគ្រាន់បែមើលកពួកអញ3នាក់មកខ្ញុំមានហ៊ុននៅទីនេះដែរខ្ញុំចង់មកពេលណាគឺស្រេចតែចិត្តហើយអញចេះដឹងស្អីការពិតគឺមិនពាក់ព័ន្ធនឹងខ្ញុំមែនអញ3នាក់ហ្នឹងយើងមិនអាចយកភ្នែកមើលទេណែមែនហើយពួកឯងមានឃើញដែរទេអាយ៉ាក៏រំលឹកអីដើមឡើយខ្ញុំគិតថាចាប់គេថតហើយតែរកគេមិនឃើញសោះហើយមិនដឹងថាគេទៅណាទេបើគិតតាមពេលវេលាទេយេស៊ូគួរតែមនុស្សរបស់យើងចាត់ការបានហើយថាមិនទៀងដែរមនុស្សម្នាក់នេះចាត់ការលឿនគ្រាន់បើណោពេលនេះបើសិនជាឲ្យគ្រប់គ្នាបានដឹងបោករួមតាំងប្តីថោកទាបរបស់គេដឹងទៀតនោះថានាងនៅក្នុងឃ្លាំងជាមួយប្រុសផ្សេងនោះគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់អ៊ីនស៊ូតូការសម្ដែងសំខាន់ខ្លាំងណាស់មិនស្រាប់តែបាត់ខ្លួនពេលរយៈថនអញ្ចឹងណោះចម្លែកមែនលោកដឹកនាំរឿងមានរឿងខ្លាំងខ្ញុំមិនដឹងថាគួរនិយាយឬក៏អត់ទេនៅអញដល់ណាទៀតមានរស័យឆាប់និយាយមកលើឡើងទៅបាញ់មិញខ្ញុំទៅតែឆ្លងកាត់នៅឯឃ្លាំងបានលើសម្លេងមានប្រុសម្នាក់ស្រីម្នាក់គឺសម្លេងនោះហើយសម្លេងស្រីគឺដូចជាអ៊ីនស៊ូអញ្ចឹងណាគឺសម្លេងគេប្រហែលជាគេឲ្យមកទៅថាម៉េចហេតុអីក៏គេគ្មានភាពអត់ធ្មត់អីបន្តិចតោះតែសោះអញ្ចឹងស្រីថោកទាបម្នាក់នោះពេលនៅជាមួយយើងធ្វើជាប្រកាន់ខ្លួនខ្លាំងណាស់ពេលនេះបែរជាលេងជាមួយនឹងប្រុសនោះទៅវិញណោះហើយចាជំនួយការតូចអាចដូចជាអាចងគេពាក់ក្បាលអញ្ចឹងអ៊ីនស៊ូមិនជាមនុស្សដែលពួកឯងនិយាយអញ្ចឹងទេតែពួកយើងទៅមើលល្ខោនអ៊ីនស៊ូអូនណាអ៊ីនស៊ូអ៊ីនស៊ូឯងនឹងចង់ចាត់ការយើងនឹងចាត់ការឯងឲ្យស្លាប់យ៉ាងម៉េចដែរមិនក៏ខ្លាចជាបែបនេះលោកសុហានមិនក៏លោកមកបែបនេះណែជួយខ្ញុំផងនៅហ៊ានស្រែកទៀតទេអូនកាស្អីដែរទេហ្នឹងអូនមិនដែរទេអូនភ្លេចសម្ភារៈក៏យកសម្ភារៈតែកាមេរ៉ានេះបានមកធ្វើបាបខ្ញុំប៉ុន្តែពេលនេះខ្ញុំមកក្រាបបានហើយអត់ប្រយោជន៍អូនមានរបួសត្រង់ណាទេបងមើលឲ្យ
ឲ្យបងមើលតែងមើល អូនគ្មានរបួសត្រង់ណាទេមើលគេទៅមៀតធំគឺល្អខ្លាំងណាស់ប៉ុន្តែគ្មានកម្លាំងមកមួនអូនពិតជាមានកម្លាំងខ្លាំងណាស់ឃើញទេ បងខំតែភ័យមិនក៏មានរឿងបែបនេះទៅកើតណោះមិនអីទេ អ្នកដឹកនាំរឿងបាទខ្ញុំនៅទីនេះមិនក៏មិនប្រញាប់រកអ្នកនៅពីក្រោយទៅបាទខ្ញុំដឹងហើយនេះណែមិនជាមនុស្សរបស់ពួកយើងទេមិនមែនមនុស្សនៅក្នុងក្រុមឯងមិនហើយណែណាឯងធ្វើឆាប់ប្រាប់ភ្លាមមកបើឯងមិននិយាយទេយើងនឹងឲ្យអ៊ីនស៊ូនេះកាត់ម្រាមដៃឯងទាំងអស់ណាកុំអីណែនាងអ៊ីងពេលដែលនាងឲ្យធ្វើកិច្ចការនេះមិនបានប្រាប់ថាប្រថុយនឹងគ្រោះថ្នាក់បែបនេះទេណែនាងអ៊ីងពេលនោះមិនបានប្រាប់ថាមានសភាពការបែបនេះកើតឡើងទេឯងនិយាយផ្ដេសផ្ដាស់ស្អីហ្នឹងខ្ញុំបានស្គាល់ឯងទេណែនាងអ៊ីងនាងមិនអាចធ្វើជាមិនស្គាល់បានទេលុយនៅក្នុងកងគឺសុទ្ធតែនាងជាអ្នកបាញ់ឲ្យនេះអាចចាត់ប្រកាន់យើងជាគ្រួសារធំមានមុខមាត់ទាំងមូលមិនយ៉ាងអាចធ្វើរឿងនេះបានទេអ៊ីងស៊ូផតតាំងបានហើយនៅចង់កិច្ចដល់ណាទៀតលើកមុនមិនតន់គិតបញ្ជីជាមួយអញទេលើកនេះចង់លេងល្បិចចាត់ការយើងទ្វាឃ្លាំងគឺឯងជាអ្នកចាក់សោមែនទេស្រីថោកទៀមអញកំចង់យកថ្នាំលាបពណ៌ដាក់យើងគឺឯងទេដែលអ្នកមិនប្រយ័ត្នប្រយែងនោះបើខ្ញុំចាំមិនខុសទេ3អ្នកនេះមិនជាក្រុមតែមួយទេមើលទៅនោះតើមែនដែរទេសាក់និយាយទៅមើលអាយ៉ាការពិតទៅមិនពាក់ព័ន្ធនឹងគ្នាទេគ្រាន់តែអ្នកប្រុសទិនជាអ្នកភិហ៊ុនមួយផ្នែកនៅក្នុងពួកយើងតែប៉ុណ្ណោះដូច្នេះហើយអ្នកមានហ៊ុនតើហ៊ុនគេប្រមាណទៅ 2000 ម៉ឺនយើងនេះចូលហ៊ុនដល់ទៅ 2000 ម៉ឺនមនុស្សថោកទាបដូចជាឯងនេះណាប្រហែលជាមិនស្គាល់លុយចំនួននេះផងមើលទៅនោះណាយើងចូលរួម1លានណែបែបនេះអាចធ្វើឲ្យពួកគេទាំង3ចេញបានហើយថាម៉េច100លានឯងហើយបងបានលុយមកពីណាអីក៏ច្រើនម្ល៉េះដឹងថា100លាននេះមានប្រមាណទេណែចោគេថាលុយស្រួលបែបនេះតាមមែនដែរទេមិនក៏ឯងហាមអត់ធំម្ល៉េះឯងគិតច្បាស់លាស់ហើយហ៎គេចេះគុនគូដកដីស្អីទេគេគ្រាន់តែចាំអែបអប់នៅពីក្រៅខ្នងគេមួយក្បាលតាមដែលគេជាជំនួយការកំពេចកំប៉ុកថាមទៀងប្រាក់ខែគេមួយខែមិនប្រមាណពាន់ទេមើលតែនោះតែងសូនេះគឺជាប្តីដែលឯងរកមែនទេគ្រាន់តែជាប្តីរើសតាមចិញ្ចើមថ្នល់ប៉ុណ្ណោះបត់មកទៅពួកឯងប្រមាណអ្នកមានដឹងខ្យល់អីទេគ្រាន់តែជាប្តីរើសតាមចិញ្ចើមថ្នល់បត់មកទៅបើពួកឯងមិនដឹងខ្យល់អីទេកុំនិយាយព្រាយប្រាស់អ្នកផ្សេងមិនដឹងតែយើងនេះដឹងច្បាស់ណាស់ព្រោះអីយើងឃើញផ្ទាល់ភ្នែកគេគ្រាន់តែជាមនុស្សរហាមគ្រាន់តែនៅក្រុមឈិញសិនជាជំនួយការដែលចាំតែខ្លួនឯងដូចជាខ្លាចគំរាមគេបើសិនជាគេមានលុយបែបនេះពិតមែននោះយើងសុកចិត្តយ៉ាងម៉េចយើងនឹងរមៀលខ្លួនចាប់ពីកន្លែងនេះទេបានថ្ងៃនេះពួកឯង3នាក់ត្រូវតែចេញពីកន្លែងនេះទៅណាលោកអ្នកដឹកនាំរឿងលុយបង្វិលចូលក្នុងកងរបស់យើងគឺ100លានហើយហ៎អាយ៉ាអរគុណឲ្យលោកភាហ៊ុនធំអរគុណណែអរគុណឲ្យអរគុណលោកហើយណាអរគុណពិតជា100លានមែនទេมันអាចទេណាទៅមានលុយដល់ថ្នាក់នេះនោះបើមិនជឿទេអាចថែមលុយពីលើនឹងក៏បានដែរមិនខ្វល់ថាអាចថែមប្រហែលទេយើងនឹងថែមទៀតបានណាចង់សាទេហើយប្រកាសជាបានហើយឆាប់រកវិធីទេមិនអាចទេរឿងនេះមិនអាចទេគេគ្រាន់តែជាជំនួយការម្នាក់មិននឹងអាចមានលុយច្រើនពេលនេះក៏ដល់វេននាងដែលត្រូវរក្សាពាក្យសច្ចៈហើយឆាប់រមៀលខ្លួនចេញទៅមិនអាចទេខ្លាញ់ប្រកាសជាខ្លាញ់បើសិនជាមិនជឿទេអញ្ចឹងខ្ញុំទូរស័ព្ទទៅប្រឹងបលិសហើយថ្ងៃនេះមានរឿងបែបនេះចំពោះគេឈ្មោះរបស់ពួកអ្នកសូម្បីតែមុខចំនួនក៏នៅក្រៅខ្នងរបស់ពួកឯងដែរក៏អាចបានខ្ទេចខ្ទីដែរណាពួកឯងយល់ទេគួរតែយល់ហើយចំពោះគេឈ្មោះរបស់ពួកអ្នកសូម្បីតែមុខចំនួននៅក្រៅខ្នងរបស់ពួកឯងក៏អាចខ្ទេចខ្ទីបានដែរដូច្នេះឯងគួរតែយល់ហើយណែបើប៉ាខ្ញុំដឹងច្បាស់ជាសម្រាប់ឯងជាសំខាន់ទេមិនបានទេខ្ញុំត្រូវការថប់បន្តទៀតមិនអាចមានរឿងបែបនេះកាត់ឡើងនោះទេអាចគិតទៅតើគួរធ្វើយ៉ាងម៉េចភាពអំណត់របស់ខ្ញុំគឺមានព្រំដែន3 2 1មនុស្សថោកទាប
មនុស្សថោកទាប លោកហួរណែឲ្យខ្ញុំសុំទោសផងទៅចុះណាដែលរឿងបែបនេះកើតឡើងអ្នកដឹកនាំរឿងនេះខ្ញុំប្រកល់ឲ្យលោកចាត់ចែងទៅចុះណាបាទម្លេះទេតាមចិត្តរបស់លោកចុះណាម្លេះទេតោះនាងម្លេះទេ ខ្ញុំមិនអីទេ អូនប្រាប់តាមត្រង់មកមានរបួសត្រង់ណាទេ អូនគ្មានអីទេតែបងទៅវិញទេបានលុយមកពីណាច្រើនម្ល៉េះក្រែងបងជាជំនួយការតូចមិនក៏មានលុយច្រើន អូនោះជាលុយតកែរបស់បងទេគឺគេក៏ប៉ុន្តែចូលភាគហ៊ុនថតកុនល្មមដូច្នេះហើយបងក៏ប្រញាប់បង្ហាញតែម្ដងភ្លាមទៅរឿងគឺមកពីបែបហ្នឹងហើយណា អញ្ចឹងហើយបានជាអូនបងជាជំនួយការមានលុយមកពីណាច្រើនម្ល៉េះអូនស្មានតែបងគឺជាអ្នកប្រោះធំមកពីណាទៅឬក៏លេខប្រវត្តិរូបធ្វើប៉ុត អ៊ីសូបើពិតជាបងជាគ្រួសារអ្នកមានមែននោះតើអូនគិតយ៉ាងម៉េចដែរ បង បើសិនជាបងជាអ្នកប្រោះតកលអ្នកមាននោះខ្ញុំគឺជាអ្នកស្រីអ្នកមានហើយឈប់ស្មើសម័យទៅរស់នៅតាមធម្មតាទៅចំណែកខ្ញុំវិញធ្វើត្បិតតែខ្ញុំជាអ្នកនាងធំមែនតែខ្ញុំបានចាក់ចេញពីគ្រួសារជាងហើយគ្រួសារខ្ញុំដល់ពេលនេះគ្រាន់តែជាមធ្យមទេសូម្បីតែទិញតំណែងក៏មិនស្មើផងម្យ៉ាងទៀតការចាក់ចេញពីគ្រួសារយើងគឺខ្ញុំមិនពឹងពាក់គ្រួសារខ្ញុំទៀតទេគឺយើងរស់នៅជាមួយគ្នាសាមញ្ញបានហើយណា អូនចង់ថាពួកយើងទាំងពីរនឹងរស់នៅមានសេចក្តីសុខតើមែនដែរទេ ខ្ញុំចង់ថា And I'm wondering if you know why. អ៊ីនស៊ូបងមិនចង់ធ្វើជាមនុស្សប្រុសរៀបការដែលចុះកុងត្រាទេបងចង់កំដរអូនរស់នៅជាមួយនឹងគ្នាតើបានដែរទេ អាល្អិតនេះតិចមានការបែកប្រហែលអីតិចដឹងអាចមកហើយឯងសើចស្អីនឹង លោកយាយអង្គុយចុះមកចាំខ្ញុំប្រាប់លោកយាយទៅចុះណាអង្គុយចុះមកឲ្យលឺឡើងចាំអង្គុយចុះមក អញ្ចឹងល្អណាស់ឯងប្រញាប់នាំស៊ីស៊ូមកយ៉ាងបាយមកយើងនឹងទូរស័ព្ទប្រាប់ម្ដាយឯងយើងនៅឲ្យម្ដាយគេប្រញាប់មកវិញភ្លាម ប៉ុន្តែនាងមិនទាន់ដឹងថាខ្ញុំជានរណាទេ ថាម៉េចឯងមិនទាន់ប្រាប់នាងទៀតអើយ ព្រោះខ្ញុំខ្លាចថាបើនាងដឹងហើយយល់ថាខ្ញុំកុហកនាងនោះគេនឹងខឹងនឹងខ្ញុំជាមិនខាន ចៅល្ងងរឿងមនុស្សសញ្ចេតនាត្រូវតែត្រង់គ្នាឯងឆាប់ប្រាប់ការពិតដល់នាងទៅគេមិនបន្ទោសឯងទេ អ្នកប្រុសគិតស្អីហ្នឹងមិនក៏គ្មានព្រលឹងបែបនេះខ្ញុំចង់ប្រាប់ការពិតទៅអ៊ីនស៊ូអញយល់យ៉ាងម៉េចដែរតើប្រាប់ពេលណាទៅល្អនោះខ្ញុំគួរតែប្រាប់នាងដែរទេអ្នកប្រុសពេលនេះចាប់ផ្ដើមប្រកាសពីលោកស្រីហើយមែនទេកុំចេះដឹងច្រើនចេញយោបល់បន្តិចមកមិនហើយអ្នកប្រុសមួយរយៈទៀតនឹងមានវិធីមួយមិនចេះតែឆក់យកឱកាសនោះរៀបចំពិធីជប់លៀងជូនគេបន្តិចទៅដូច្នេះហើយក៏ប្រកាសនៅមុខអ្នកទាំងអស់គ្នាឲ្យដឹង ថាអ្នកនាងធំជាគ្រួសារអ៊ីងគឺជាលោកស្រីរបស់ក្រុមហ៊ុនយងគឺជាលោកស្រីអ៊ីងឈិនដល់ពេលនោះមនុស្សទាំងអស់ប្រកាសជាភ្ញាក់ផ្អើលអញ្ចឹងរឿងនេះប្រកបឲ្យឯងជាអ្នករៀបចំហើយណាចាត់ចែងឲ្យបានធំទៅបានអ្នកប្រុសចាំតែមើលចោហឺ ទីនេះក្រាន់បានណាស់ ហេមិននឹកស្មានថាជប់លៀងក្រុមហ៊ុនផលឈិនរៀបចំធំបែបនេះសោះណ
ខ្ញុំលើថាមានបណ្ដាអ្នកជំនួយនៅក្នុងស្រុកសិតតែទទួលការអញ្ជើញ នៅមានអ្នកដឹកនាំរឿងនិងផលិតកម្មច្រើនអ្នកទៀតខ្ញុំត្រូវតែធ្វើឲ្យបានល្អបន្តិចដណ្ដើមនៅឱកាសដល់ល្បីបែបនេះពីគេអីស៊ីងនៅក្នុងការផ្នែកពួកយើងគឺនាងស្អាតជាងគេហើយអ្នកផ្សេងមិនស្មើនឹងនាងទេ លើថាពិធីជប់លៀងនេះគឺអ្នកប្រុសក្រុមហ៊ុនយ៉ងហួរជាអ្នករៀបចំកូនស្រីអាថ្ងៃនេះយើងមកគឺដើម្បីជួបជុំអ្នកប្រុសហើយឯងក៏ធ្វើឲ្យខូចពិធីនេះឲ្យសោះណាយល់ទេ ប៉ាខ្ញុំដឹងហើយ មានចំអកមួយនោះឲ្យតែជួបពិធីបង្ករឿងតែរហូតនឹងគេតែងតែនាំទុកឲ្យយើងជានិច្ចនឹង ពួកយើងគឺជាគ្រួសារតែមួយចាំបាច់និយាយស្អីទៅមិនឲ្យប៉ាពិធីជប់លៀងចិត្តចាប់ផ្ដើមឲ្យពួកយើងឆាប់ចុះទេ តោះចូលទៅ ពិធីជប់លៀងថ្ងៃនេះពិតជាអស្ចារ្យណាស់ហើយឯងទៀតក៏រៀបចំបានស្អាតដែរឯងនឹងល្បីដែរហើយ ឲ្យតែមានការសម្ដែងជាក់លាក់ខ្ញុំពេញចិត្តណាស់ យ៉ាងម៉េចហ្នឹង លើថាកម្មវិធីនេះគឺមានប្រធានក្រុមហ៊ុនហោះតាកាចាស់ម្នាក់នោះខ្ញុំចង់សារភាពប្រាប់គាត់ថាខ្ញុំបានរៀបការរួចហើយឲ្យបោះបង់រឿងមង្គលការនេះទេ ឯងប្រហែលមិនមែនស្រឡាញ់អ្នកជំនួយការនោះទេមែនទេហើយអើយព្រះអើយពេលនេះឯងរីកស្រស់បំប្រងហើយអ្នករំខានមកហើយ យើងដាក់កិច្ចទៅតិចទៀតចាំយើងមក ប៉ានោះគឺជាបងស្រីតែ អេងស៊ូស្រីថោកទៀបឯងហ៊ានចេញមុខក្នុងពិធីបែបនេះផង លពូកម្មវិធីជប់លៀងថ្ងៃនេះគឺរៀបចំបង្កើតឡើងសម្រាប់ក្រុមហ៊ុនចេញស៊ូខ្ញុំគឺជាអ្នកសម្ដែងរបស់ផលិតឈិនរឿងអីចូលរួមមិនបានមនុស្សគ្រួសារយើងនិយាយគ្នាឯងអ្នកក្រៅកំចេះលូកមាត់អីសោះមកឆាប់ទៅជួបអ្នកប្រុសហោះហើយសុំទោសជាមួយនឹងគ្នាលើឡើងទៅមកឲ្យឆាប់ឡើងទៅជាមួយយើងមកឆាប់មក លេងខ្ញុំចង់ទៅសុំទោស ឯងថាយ៉ាងម៉េច ចាប់ពីថ្ងៃនេះទៅឈប់បង្ខំខ្ញុំមករៀបការទៅខ្ញុំមិនមែនជាគ្រួសារឯងទៀតទេឯងបានដាក់ថ្នាំខ្ញុំ ស្រីថោកទៀបចង់ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារផងឲ្យគ្មានផ្លូវទេយើងប្រាប់ឯងទៅចុះក្នុងខ្លួនឯងគឺមានឈាមជ័ររបស់យើងរឿងនេះមិនអាចកាត់ផ្ដាច់បានជាដាច់ខាតណា ពេលនេះខ្ញុំគិតថាខ្ញុំមកសារភាពតែពេលនេះខ្ញុំមិនទៅទៀតទេខ្ញុំលែងជំនួសគ្រួសារឯងទៀតហើយ ប៉ាបងស្រីអាត្មានិយមពេកហើយព្រោះតែផលប្រយោជន៍របស់ខ្លួនឯងធ្វើឲ្យគ្រួសារទាំងមូលមិនអាចរស់នៅបានចេញស៊ូឯងត្រូវចេះស្ដាប់ប៉ាអញទៅពួកយើងខំនិយាយជាមួយឯងប្រហែលសារហើយថាមិនទៀងអ្នកប្រធរអាចកាត់ចិត្តសប្បុរសធម៌មិនប្រកាន់នឹងឯងមិនខ្វល់ថាយ៉ាងណាទេឯងគួរតែគិតគូរដល់គ្រួសារយើងផង មិនបាច់ធ្វើពុតជាចិត្តល្អទេខ្ញុំគិតគូរដល់គ្រួសារឯងតែគ្រួសារឯងគិតដល់ខ្ញុំទេ កុំនិយាយអាក្រក់បានការជាមួយគេបើថ្ងៃនេះម៉ែឯងមិនទៅទេទោះជាចាប់បង្ខំឯងក៏ត្រូវតែចាប់ទៅដែរទោះបីជាឯងស្លាប់ក៏ត្រូវរៀបការជាមួយនឹងគ្រួសារហោះដែរណាមក លពូធ្វើស្អីណែធ្វើស្អីឡើងទៅលពូជួយផងណែលេងដៃអើយអូយ លេងខ្ញុំទៅប៉ាធ្វើអីហ្នឹង យើងបដៅកូនយើងអ្នកក្រៅកុំចេះលុកមាត់ឲ្យសោះណា ព្រះអើយ បងស្រីមិនអីទេ យើងមិនអីទេ ខ្ញុំគ្រាន់តែជាឧបករណ៍ប្រើប្រាស់របស់គ្រួសារឯងតែមែនទេ ណែតើមានរឿងស្អីគេហ្នឹងណា បដៅកូនយ៉ាងម៉េចទៅប៉ាមិនដែលទុកខ្ញុំជាកូនទេព្រោះតែបង្ខំចង់ឲ្យខ្ញុំរៀបការបានវាយខ្ញុំឲ្យមានរបស់ពេញខ្លួនប៉ានៅណាទៅប៉ាបានឃើញហើយតែមានយកចិត្តទុកដាក់នឹងខ្ញុំទេពេលនេះបានវាយមិត្តល្អរបស់ខ្ញុំទៀតនៅក្នុងកែវភ្នែករបស់ប៉ាតើខ្ញុំជាស្អីដែរទៅ ប៉ាខ្ញុំមិនបានវាយបងស្រីទេលើកមុនគាត់ជំទាស់ខ្ញុំគាត់បានតែដួលប៉ះក្បាលនៅជញ្ជាំងទោះយ៉ាងណាបងក៏គួរយល់ដែរបងគឺបងស្រីរបស់ខ្ញុំមិននឹងអាចវាយគាត់បានទេចៅស៊ូឯងដូចជាជ្រុលពេកហើយនៅចំពោះមុខឪពុករបស់ឯងហើយនៅចាត់ប្រកាន់ប្អូនស្រីឯងទៀតយ៉ាងម៉េចឯងចង់មានឈ្មោះនៅថ្ងៃស្អែកនេះទេហើយចាលោកប្តីណាស់ហើយចុះបើនាងមិនព្រមទេយើងមិនបាច់មកខំនាងឡើយមិនត្រូវបំផ្លាញមនុស្សចេតនាឪពុកកូនទេណាខាងគ្រួសារហួរនោះពួកយើងគួរតែរកមធ្យោបាយផ្សេងវិញទៅ
តំណែងតំណងខ្ញុំនឹងគេចាំបាច់ត្រូវតែមកបដៅហើយមែនទេអូនតម្រើសគេពេកហើយស្អី គឺសាច់នឹងប៉ាតែងតែប្រពន្ធបញ្ចុះបញ្ចូលហើយនឹងកូនស្រីដែលស្ដាប់ប៉ាតាមពិតទៅគឺកញ្ជ្រោងលាក់ពុតសោះគ្រប់យ៉ាងប៉ាឲ្យគេចាត់ចែងក្នុងគ្រួសារតែពេលនេះគ្រួសារទិញរលិចទ្រព្យសម្បត្តិអស់ហើយស្លាប់ទៅឯនេះអាក្រក់ខ្លាំងណាស់ យ៉ាវស៊ូឯងមិនអីទេយ៉ាវស៊ូឯនេះអាក្រក់ខ្លាំងណាស់ យ៉ាវស៊ូចាំបាច់អីលៀបពណ៌ប្អូនស្រីឯងនឹងម្ដាយរបស់ឯងបែបនេះដល់ទេលើកនេះម្ដាយឯងហើយនឹងប្អូនស្រីឯងនៅក្រុមហ៊ុនអ៊ីងគេខលមកជាមួយនឹងគ្នាថាឯងនេះរត់ទៅណាឯងគួរតែយល់ហើយតែឯងចង់ទៅណាទៀតទៅហើយយល់ទេបងស្រីមិនអីទេកុំចង់ដកខ្លួនមិនឲ្យពាក់ព័ន្ធជាមួយពួកយើងនោះយើងប្រាប់ឯងចាស់វាគ្មានប្រយោជន៍ទេណែស៊ូយ៉ាឯងធ្វើស្អីហ្នឹងអ៊ីនស៊ូចង់គ្រាឯងមកឯងធ្វើបែបនេះហ៎ចាប់ក្រោយឡើងមកខ្ញុំមិនអីទេបងសំឡាញ់បងស្រីមានអារម្មណ៍មិនជាក់លាក់មិនអីនោះទេប៉ាកុំបន្ទោសបងស្រីអីស្រីថោកទៀតឯងលេងមានថ្នាំព្យាបាលហើយលោកពេញចិត្តហើយនេះណាឲ្យយើងមានកូនស្រីដូចជាឯងនោះហ៎ឯងត្រូវតែស្ដាប់សម្ដីរបស់យើងបើយើងមិនជាឯងត្រូវតែលេងលះជាមួយមនុស្សប្រុសដែលគ្មានគេឈ្មោះនោះចេញទៅមិនហើយអីចឹងសិនចុះបើខ្ញុំមិនមែនជាកូនស្រីរបស់លោកវិញឯងនិយាយគ្មានហេតុផលបន្តិចសោះហើយឯងមិនស័ក្តិសមជាកូនស្រីរបស់យើងទេដែលប្រើតកូលរបស់យើងឯងមិនស័ក្តិសមទេឯងមិនគួរណាធ្វើបែបហ្នឹងទេឯងធ្វើស្អីហ្នឹងហ៎យ៉ាងហោចណាស់ខ្ញុំបកលឈាមខ្ញុំទៅឲ្យលោកវិញចាស់លោកយាយសង្ហាដែរទេអ្នកប្រុសវិវោហើយមានរឿងអីមិនក៏ស្លន់ស្លោម្ល៉េះលោកស្រីអ្នកប្រុសអ្នកស្រីតូចនៅខាងក្រោមមានរឿងហើយហ៎ណែហេចាឯងធ្វើស្អីហ្នឹងអ៊ីងស៊ូតើឯងធ្វើស្អីទេគ្រួសារអ៊ីងបង្ខំឲ្យកូនស្រីរហូតដល់ថ្នាក់នឹងផងមែនហើយដូចជាជ្រុលពេកហើយមែនហើយបងស្រីបងប្រហែលជាមិនមែនប្រាវិធីឈឺសាច់20លបាទៀតទេមើលទៅណ៎ក្រែងលោកថាលើខ្លួនរបស់ខ្ញុំមានឈាមរបស់លោកដូច្នេះខ្ញុំត្រូវទៅយកឈាមនេះសងលោកវិញបានយើងមិនជឿថាឯងហ៊ានចាត់ការខ្លួនឯងទេបើគ្រាន់បើណាស់បកគលឈាមឲ្យយើងវិញទៅថ្ងៃក្រោយយើងលេរវល់នឹងឯងទៀតហើយបកគលឈាមរបស់ឯងឲ្យយើងវិញមកលោកពូហេតុអីក៏បង្ខំនាងបែបនេះអញ្ចឹងខាងជៀនឯងស្មានតែគេនឹងហ៊ានធ្វើបាបខ្លួនឯងណាស់មែនទេបើតាមខ្ញុំមើលទៅគេគ្រាន់តែធ្វើទេមិនខុសទេបើគេហ៊ានមែននោះណាគេធ្វើយូរមកហើយមើលតែគេបែបហ្នឹងគេក៏ហ៊ានដែរតេងស៊ូឯងស្ដាប់ខ្ញុំណាឯងកុំធ្វើរឿងផ្ដេសផ្ដាសអីសោះអ៊ីងស៊ូនាងហ៊ានកាត់ទេបើនាងមិនហ៊ានទេចាំខ្ញុំជួយនាងចុះណាហ៎បិទមាត់ទៅឡមិនហ៊ានទេមែនទេឯងក្រៅពីគម្រាមយើងហើយតើឯងមានសមត្ថភាពស្អីទៀតថ្ងៃនេះបើឯងមិនបកគលឈាមមកឲ្យយើងវិញទេឯងត្រូវតែស្ដាប់សម្ដីយើងនឹងឲ្យឯងធ្វើស្អីឯងត្រូវធ្វើនឹងលោកគ្មានឱកាសទេតេងស៊ូណែអ៊ីស៊ូអ៊ីស៊ូណែមានស្អីកាឡើងហ៎ស៊ឺហានបងហៅខ្ញុំមែនទេមិនអីទេ
ចំណុចការឯងនេះកន្លះពិធីសំខាន់បែបហ្នឹងឯងគួរមកដែរមែនទេ បិទបត់ទៅហេតុអីក៏និយាយបែបនេះជាមួយនឹងប្រុសយើង អ្នកប្រុសហោះក្រែងជាលោកតើមែនដែរទេ ហេអ្នកប្រុសហួរឯងថាអ្នកប្រុសហួរហ៎ពួកឯងពិតជាមានភ្នែកអបស្រីមែនហើយហ៊ានធ្វើបាបអ្នកស្រីរបស់យើងបែបនេះផងអីអ្នកយាមសូហឹងឆាប់ខាត់ពួកគេនៅទាំងអស់យើងនឹងគិតបញ្ជាជាមួយនឹងពួកគេតែហៅគ្រូពេទ្យប្រចាំគ្រួសារមកបត ហោះសុហានតើលោកជាអ្នកណា ខ្ញុំជាអ្នកណាមិនសំខាន់ទេសំខាន់ខ្ញុំមានចិត្តចំពោះនាងទៅបានហើយនេះមានរស័យនឹងបាយមិនគេហៅថាអ្នកប្រុសណា ម្នាក់មិញនេះហៅថាអ្នកប្រុសហោះឬមួយក៏គេគឺជាអ្នកប្រុសហោះក្រុមហ៊ុនហោះគ្រូបអីសេងតើមានរឿងអីទេខ្ញុំក៏មិនដឹងដែរម្នាក់មិញនោះបានចូលរួមសហការជាមួយនឹងក្រុមហ៊ុនស៊ីនឆិនជើងក៏ឈ្មោះអ្នកប្រុសហោះដែរប៉ុន្តែជំនួយការហៅគាត់ថាចង្ហោះឬមួយគេខ្ញុំចាំខុស គ្មានអីធ្ងន់ធ្ងរទេលាបថ្នាំបន្តិចទៅនឹងបានជាសះស្បើយហើយ ចាអរគុណណាស់ហើយល្ងងណាស់ថ្ងៃក្រោយក៏ធ្វើរឿងបែបនេះទៀតណាឯងសុកចិត្តឲ្យអ្នកដតីធ្វើបាបតែក៏ធ្វើបាបខ្លួនឯងតើបានទេ ខ្ញុំដឹងហើយ ខៅអ៊ីឯនៅទីនេះកំដរនាងហើយខ្ញុំចូលទៅខាងក្រោមកំដរពួកគេបន្តិច មានខ្ញុំនៅលោកទុកចិត្តចាស់មិនមានអ្នកណាធ្វើបាបនាងទៀតទេហើយចាគេប្រហែលជាមិនមែនអាយុទេម្នាក់នឹងឲ្យថ្ងៃនោះបានដណ្ដើមអ៊ីងសៀវយកទៅឬមួយក៏ជាអ្នកប្រហ័សពិតមែន មិនដឹងទេពាក្យចចាមអារាមថាអ្នកប្រុសហ្វាជាមនុស្សពីការពួកឯងបានធ្វើបាបអ៊ីនស៊ូមិនក៏ធ្វើបែបនេះអញ្ចឹងអាឡែនគ្រាន់តែក្ររហាមមិនក៏ហ៊ាននិយាយស្ដីជាមួយនឹងយើងបែបនេះយើងបានទទួលយកការសហការជាមួយនឹងក្រុមហ៊ុនហោះអ្នកប្រហ័សបានអញ្ជើញយើងមកដើម្បីចូលរួមបាក់វគ្គនេះហើយភ្ញៀវដ៏សំខាន់យើងសូមដាស់តឿនឯងពេលនេះបញ្ញាប់ចេញទៅភ្លាមទៅកុំឲ្យយើងទៅភ្នែកអសោះនេះទីនេះមិនសិតឲ្យនិយាយបែបនេះទេហ៎ឯងហ៊ានវាយយើងដឹងថាយើងជាអ្នកណាទេដឹងថាប៉ាយើងជាអ្នកណាទេប៉ារបស់ឯងគឺក្រុមហ៊ុនទាំងគ្រប់តែឈិនគាត់ថ្ងៃនេះគឺមិនបានមកទេឯងជាអ្នកណាហេតុអីឯងស្គាល់ឈ្មោះប៉ារបស់យើងឯងមិនបាច់ចង់ដឹងថាយើងជាអ្នកណាទេណាយាម នេះលោកចង់ធ្វើស្អីហ្នឹងហ៎លោកចង់ធ្វើស្អីហេណែលោកចង់ធ្វើស្អីលោកចង់ធ្វើស្អីហ្នឹង អ្នកដែលធ្វើបាបអ៊ីនស៊ូត្រូវតែទទួលទោស ធ្វើបាបអ៊ីងស៊ូគួរតែទទួលធ្វើបាបយ៉ាងម៉េចទេឬមួយក៏គ្មានសិទ្ធដែលមិនឲ្យឪពុកមកបដៅកូនទេ កូនខ្ញុំនិយាយត្រូវខ្ញុំគ្រាន់តែបដៅកូនខ្ញុំតែប៉ុណ្ណោះមិនទាន់ដល់ថ្នាក់អ្នកក្រៅមកលោកដៃបែបនេះទេអ៊ីនស៊ូជាប្រពន្ធខ្ញុំរាប់ថាមិនមែនជាអ្នកក្រៅទេ បាននិយាយបែបហ្នឹងឪពុករបស់ខ្ញុំក៏ជាឪពុកក្មេងរបស់លោកដែរខ្ញុំនៅជាប្អូនរបស់លោកយ៉ាងម៉េចចាំបាច់ត្រូវចាប់ពួកយើងទាំងអស់គ្នាមែនទេ មែនណោះ អ៊ីងស៊ូដៃឯងមានរបួសមិនក៏ត្រូវមកបែបនេះ មិនបានទេ អ៊ីហឹងខ្ញុំចាំបានថាភាគហ៊ុនក្រុមហ៊ុនអ៊ីងមានបញ្ហាតាមមិនដែរទេមានរឿងបែបហ្នឹងមែនឬមួយឯងជាអ្នកធ្វើហ៎ ឯង លោកជាអ្នកជំនួយដែរគួរតែយល់ថាហេតុអីបានជាក្រុមហ៊ុនលោកមានបញ្ហាកើតឡើងគឺមកពីប្រាដៃជើងនោះហើយក៏ល្អដែរប្រពន្ធរបស់ខ្ញុំគឺនាងនៅទីនេះហើយតែអ្នកទាំងអស់គ្នាចង់យ៉ាងម៉េចទៀត អូនបកស្រាយជាមួយបងបន្តិចមករឿងប្រព័ន្ធអាករនេះតើមានរស័យទៅមិនក៏ទៅជាបែបហ្នឹងហ៎លើរបស់បងតាណាអស់ហើយ ចា
ចឹងសិននេះអាចនឹងខ្លាញ់ខ្លាយទេប្រកាសជាពួកគេជាអ្នកធ្វើ មើលឲ្យច្បាស់សិនទៅគឺមានត្រាបានបោះត្រាទៀតផងណានេះគឺការប្រឌិតបានដែរទេអូនឆាប់មើលភ្លាមទៅឈិនជាជុងបងមានជំនឿលើអូនឲ្យមុខជំនួញទៅអូនដើម្បីនិយាយគ្នាអូនធ្វើបែបនេះចំពោះបងមែនទេ ចាំងសិនបងស្ដាប់អូនបកស្រាយសិនទេ ស្ដាប់អូនបកស្រាយយ៉ាងម៉េចទៅហ៎ ប៉ះម៉ាក់អ្នកទាំងពីរក៏ព្រោះតែអ្នកដតីមកកកកកាយធ្វើឲ្យមានចំនួនផ្ទៃក្នុង អូនបកស្រាយប្រាប់បងឲ្យច្បាស់អូននិងកូនរបស់អូននៅខាងក្រៅតើមានរឿងស្អីខ្លះទៅ ឯងប៉ាកុំឲ្យមនុស្សម្នាក់នេះក៏ហាក់អីសោះគេព្រោះតែចង់បញ្ចេញកំហឹងឲ្យអ៊ីងស៊ូដូច្នេះឲ្យបាត់រកវិធីធ្វើបាបពួកយើងគឺជាគ្រួសារតែមួយមិននឹងអាចបោកប្រាស់ប៉ាបានទេ គ្រួសារតែមួយក្រុមហ៊ុនអេងពីមុនឡើយចាប់តាំងពីទទួលបានប្រពន្ធដែលមានបញ្ហាមកមានអ្នកបង្វិលបញ្ហានេះចេញតែក្រុមហ៊ុនផ្សេងទៀតគ្រួសារត្រូវការសើបបន្តិចទេតែអ្នកណាដែលជាអ្នកធ្វើឲ្យបែកការទៅខ្ញុំគិតថាបើត្រូវសើបមើលគឺសើបក្រុមហ៊ុនទិញគ្រប់មានភាគហ៊ុនប្រមាណនោះពួកឯងនឹងច្បាស់ហើយតើចង់ឲ្យខ្ញុំចាត់ការរឿងនេះដែរទេពីអ្នកម៉ែកូនឯងនេះគឺប្រឹងប្រែងរំខ្លាំងណាស់គឺចង់បណ្ដេញខ្ញុំចេញពីផ្ទះទៅសហការជាមួយនឹងមនុស្សថោកទាបត្រកូលទិញកំរងគឺចង់បានទ្រព្យប៉ារបស់ខ្ញុំពីអ្នកឯងឆាប់ឆ្លើយភ្លាមទៅឯងនិយាយផ្ដេសផ្ដាស់ បើមិននិយាយផ្ដេសផ្ដាស់ធ្វើមិនដឹងទៅ ឆាងសិនខ្ញុំមិនបានបោកប្រាស់បងទេច្រើនឆ្នាំមកនេះខ្ញុំធ្វើយ៉ាងម៉េចចំពោះបងក្នុងចិត្តបងនៅច្បាស់ហើយ រឿងអត្ថានេះហើយនំអត់រឿងទៀត ហើយឯងជាស្អីដែរវាជាបញ្ហាគ្រួសារយើងពាក់ព័ន្ធអីជាមួយនឹងឯងទេឯងប្រកែកណាខាងនេះពណ៌គេនោះឯងមានដឹងទេតាមយើងមើលទៅអ្នកដែលគួរឆ្លោះកញ្ចក់គួរតែជាឯងហើយអ្នកណាគេនឹងមិនអ្នកណាគេនោះគឺលោកស្រីនៅក្នុងក្រុមហ៊ុនហ៊ាន់តែ មែនហើយលោកស្រីតាលោកស្រីលោកស្រី ក្រុមហ៊ុនធរអត់បានទទួលធ្វើជារបស់ក្រុមហ៊ុនទេស៊ីងឈិនតើមានសិទ្ធិនិយាយជាមួយឯងទេ លោកស្រីក្រុមហ៊ុនហួរបានចេញមុខហើយយ៉ាងអគ្គនាយកហួរក៏គាត់មកដែរ លោកស្រីហួរ អ្នកស្នងតកូលក្រុមហ៊ុនហួរគឺជាអគ្គនាយករបស់ក្រុមហ៊ុនផលិតកម្មស៊ីងឈွန်តើមិនដែរទេ មិនខុសទេនេះគឺជាចៅប្រុសរបស់យើងបង្កើតជាអគ្គនាយកក្រុមហ៊ុនហួរស៊ឺហាន អ្នកគេជាអ្នកប្រហោះលោកស្រីខ្ញុំមានភ្នែកអត់ប្រស្រីមែនហើយអត់ជាស្រ័យឲ្យខ្ញុំផងចុះណាមើលទៅយើងតែពីរមាននិស្ស័យជាមួយនឹងគ្នាហើយកូនស្រីរបស់ខ្ញុំអ៊ីងស៊ូឆៃដនអីបានរៀបការជាមួយនឹងប្រុសគឺពិតជានិស្ស័យមែនទេ និស្ស័យអ៊ីងស៊ូតើពាក់ព័ន្ធអីជាមួយនឹងគ្រួសារឯងដែរទៅគ្រួសារហួរយើងទទួលស្គាល់តែស៊ីវស៊ូទេឯងនឹងស្អីគេដែរទៅអ្នកប្រហោះមិនអាចទេពាក្យចាស់ម្ដងគេថាគេជាមនុស្សប្រកាសតែដាក់មិនដាសាចៅយើងមើលតែឯងលែងចង់រស់ហើយលោកយាយកុំខឹងអីចំពោះពួកគេវិញនេះខ្ញុំមានវិធីដោះស្រាយហើយចុះហឹងបតឆាប់នាំមនុស្សទៅបតចុះហឹងបតឆាប់នាំមនុស្សទៅបតនេះនាងមានបទកឹបកេងទ្រព្យសម្បត្តិសូមអញ្ជើញទៅជាមួយនឹងពួកខ្ញុំខ្ញុំមិនមែនទេចាប់ខ្ញុំធ្វើស្អីទៅឆាប់ទៅបងអានជួយខ្ញុំផងជួយខ្ញុំផងប៉ាជួយផង បន្តមកទៀតនោះគឺដល់វេនពួកឯងហើយកុំអីអ្នកប្រុសខ្ញុំដឹងខុសហើយលោកគឺជាអ្នកធំមានចិត្តទលាយកុំប្រកាន់នឹងខ្ញុំឯងបានទេ ខ្ញុំមិនប្រកាន់នឹងអ្នកនាងទេខ្ញុំនឹងឲ្យផលិតកម្មថតទាំងអស់បិទបញ្ជីអ្នកប្រុសមនុស្សបាននាំមកហើយអ្នកប្រុសហោះលើមុនខ្ញុំបានកុហកអ្នកនាងអ៊ីទៅឃ្លាំងគឺគេជាអ្នកបញ្ជាខ្ញុំធ្វើទាំងអស់នេះគឺជាថ្លៃឈ្នួលដែលគេបានប្រគល់ឲ្យខ្ញុំសម្រាប់បិទមាត់ខ្ញុំគឺគេជាអ្នកបញ្ជាខ្ញុំធ្វើទាំងអស់អញកុំចេះតែចោលគេនោះយកដំណឹងខ្ញុំទៅប្រកាសទៅក្រុមហ៊ុនសេនឈិនលុបកិច្ចសន្យាជាមួយនឹងអ៊ីស៊ីទូទាំងចំនួនទាំងអស់មិនឲ្យនាងធ្វើការទៀតទេបតអ្នកប្រហោះ
ខ្ញុំដឹងខុសហើយអ្នកប្រហោះអ្នកប្រហោះ ណែណែចំណែកឯងវិញមានមនុស្សមកចាត់ការឯងហើយហ៎អិនប៉ាពេលនេះប៉ាមកហើយឯប៉ាឆាប់ជួយខ្ញុំផងប៉ាអ្នកប្រុសកូនប្រុសខ្ញុំគេនៅក្មេងមិនដឹងអីទេរវាងក្រុមហ៊ុនតាំងនិងកូនប្រុសលោកតាលោករើសយកមួយណាប៉ារើសយកខ្ញុំទៅខ្ញុំជាកូនរបស់ប៉ាតែមួយគត់ប៉ារើសយកខ្ញុំទៅប៉ារើសយកខ្ញុំទៅខ្ញុំសង្វរលោកប៉ារើសយកខ្ញុំទៅយើងគ្មានកូនដូចឯងទេគឺមកពីឯងនឹងហើយធ្វើកម្លាំងញើសឈាមគ្រួសារទិនដែលខំរកមកចានឆ្នាំបែបនេះត្រូវខ្ទេចខ្ទីដោយសារតែឯងនឹងហើយចេញទៅចាប់ពីថ្ងៃនេះទៅមិនបាច់ហៅយើងថាប៉ាទៀតទេអ្នកប្រហោះទុកជីវិតឲ្យនេះជាសំណាងទៅហើយឯងឆាប់ចេញទៅភ្លាមទៅឯនេះមានភ្នែកអបស្រីមែនឆាប់ចេញទៅលោកតាំងសង្ឃឹមថានិយាយបានធ្វើបានលោកប្រុសទៅចិត្តចុះគឺខ្ញុំមិនបានបដៅគុណបានល្អនេះខ្ញុំគួរតែទទួលពីនៃហើយអ្នកប្រុសសុំទោសផងតែខ្ញុំនៅតែអរគុណលោកគឺលោកធ្វើឲ្យខ្ញុំស្គាល់មុខម្ដាយកូននេះច្បាស់លាស់ណាស់មិនចឹងទេខ្ញុំប្រកាសជាមិនដឹងដដែលនឹងខ្ញុំមិនមែនធ្វើដើម្បីលោកទេខ្ញុំធ្វើដើម្បីអ៊ីនស៊ូតែប៉ុណ្ណោះណែកូនស៊ូមកពីប៉ាមិនល្អប៉ាល្ងើគឺប៉ាខុសហើយប៉ាមិនចេះបែងចែកមនុស្សល្អនិងអាក្រក់ទេអាស៊ូកូនអាចលើកលែងទោសឲ្យប៉ាបានដែរទេហ៎ណែអ៊ីនស៊ូណែប្រុសឆាប់តាមទៅទីនេះបកគលឲ្យយាយចុះបានខ្ញុំណែបើអញ្ចឹងទៅហើយពួកយើងទៅមើលកូនជាមួយគ្នាទៅពីរនាក់យល់សាប់តែនឹងខៅចាំខ្ញុំផងនឹងខៅចាំខ្ញុំផងណែអ៊ីនស៊ូឲ្យបងសុំទោសណាអ៊ីនស៊ូកម្រិតរបស់បងគឺចង់ឲ្យថ្ងៃជប់លៀងថ្ងៃនេះគឺបងនឹងសារភាពនៅប្រវត្តិរបស់បងមានឱកាសប្រាប់ខ្ញុំច្រើនណាស់ហេតុអីក៏មិនចាំបាច់ប្រាប់ដល់ពេលនេះបងថ្ងៃទី1នៅហាងកាហ្វេបងនឹងថាខ្ញុំជាអ្នកណាមែនទេបងខ្ញុំសប្បាយលេងណាស់មែនទេទុកខ្ញុំដូចជាកំ pl ែងមិនមែនទេអ៊ីនស៊ូមកពីដើមឡើយយកចិត្តទុកដាក់នឹងគ្រួសារអូនណាពេលដែលបញ្ជូនអូនមកនោះគឺបងមកតែអូនចង់ចូលក្រុមថនបងចង់បកស្រាយប្រាប់អូនឲ្យបានច្បាស់លាស់កុំឲ្យអូនទទួលការវាយប្រហារអូនត្រូវគេកុហកមករហូតជឿបងចុះអញ្ចឹងពេលនេះបងមិនខ្លាចទេមែនទេបងណែអ៊ីស៊ូបោកប្រាស់មនុស្សប្រុសសិតតែជាមនុស្សបោកប្រាស់មែនបោកប្រាស់មែនប៉ុន្តែអញញ៉ាំតិចទៅបានហើយណាអាយ៉ាបងថាទៅខ្មាស់គេអត់មែនហើយអើយបោកខ្ញុំយកបែបនេះគេទុកខ្ញុំជាស្អីវិញទៅខ្ញុំជាមនុស្សស្រីមនុស្សគ្មានមុខមាត់អីទេគេហ៊ានមកធ្វើបាបជីងស៊ូយើងបែបនេះចាំមែនឯងគឺជាមិត្តល្អសម្រាប់ខ្ញុំប្រកាសជាមែនហើយបើអញ្ចឹងឯងញ៉ាំជាមួយខ្ញុំទៅផាក់មកផាក់ស្រីស្អាតត្រូវការផឹកពីបេដបទេខ្ញុំទឿនលោកកុំមករំខានគេអីមិនអញ្ចឹងទេលោកនឹងស្លាប់ពិបាកមើលហើយនាងលេងជាមួយអ្នកណាខ្ញុំចូលចិត្តបែបនេះខ្លាំងណាស់បើឯងចង់គ្រោះថ្នាក់ទេឆាប់ចេញទៅភ្លាមបកគលឲ្យលោកហៅខ្ញុំទៅមើលរឿងសិនទៅផ្ទះខ្ញុំមិនចង់ទៅផ្ទះទេ
មិនចង់ជួបមនុស្សបោកប្រាស់សើហានោះទេ បានមិនជួបទេខ្ញុំថានាងផឹកច្រើនហើយខ្ញុំនាំនាងទៅសម្រាប់ចុះណា បានទៅផ្ទះទៅផ្ទះ អេស៊ូមិនអីទេបងទៅធ្វើស៊ុបឲ្យអូនចុះណា វូសើហានមេបោកប្រាស់ខ្ញុំមិនលើកលែងឲ្យបងទេ តាមញ៉ែប្រពន្ធជោគជ័យនៅឆ្ងាយបន្តិច ឈឺក្បាលណាស់ កុំស្មានថាធ្វើរបស់បន្តិចតួចប៉ុណ្ណឹងឲ្យខ្ញុំតិចចិត្តនោះ អេស៊ូហើយតើណានចេះលេងលះ សុំទោសលេខទូរស័ព្ទដែលលោកអ្នកហៅមិនអាចតាក់ទងបានទេ ប្លុកលេខហើយគេប្លុកលេខខ្ញុំហើយសុំខ្ញុំលេងលះគេលេងសាយស្អីហ្នឹងលេងលះក៏លេងលះដែរស្មានតែយើងខ្លាចលេងលះហ៎ Nes ខ្ញុំទទួលស្គាល់ថាខ្ញុំនឹងមានកំហុសខ្ញុំមិនគួរបោកប្រាស់គេទេប៉ុន្តែលើកទី1ហើយខ្ញុំជួបគេបែរជាយល់ច្រឡំហើយអ្នកណាតដឹងរឿងក្រោយតើវាយ៉ាងម៉េចនោះទោះជាខឹងយ៉ាងណាក៏គួរតែឲ្យខ្ញុំបកស្រាយដែរសូម្បីតែការបកស្រាយក៏មិនឲ្យខ្ញុំបកស្រាយតែធ្វើយ៉ាងម៉េចទៅ អារម្មណ៍ស្ងប់ចិត្ត អ្នកប្រុសកុំសម្ដីធ្ងន់ពេកខ្ញុំថាអ្នកប្រុសគួរតែហូបអីសិនទៅឯងមិនក៏និយាយច្រើនម្ល៉េះខ្ញុំនេះឯងយល់ថាខ្ញុំនិយាយនឹងមិនត្រូវហ៎អត់ទេយប់មិញខ្ញុំមិនបានគេងពេញមួយយប់ខ្ញុំខំតែរងាស់ស៊ុបឲ្យគេហើយនៅត្រូវកំណោគេទៀតពេលតិចគេក៏ទៅបាត់គេមិនចាប់អារម្មណ៍ខ្ញុំទេហេអ្នកប្រុសរឿងនេះខ្ញុំដឹងហើយប៉ុន្តែលោកស្រីគាត់មិនបានដឹងអីទេគេដឹងយ៉ាងម៉េចទៅគេទុកខ្ញុំដូចជាទូតកអញ្ចឹងតាមមែនទេអ្នកប្រុសឈប់និយាយទៅបើសិនជាលោកស្រីស្ដាប់ឮមិននឹងថាយ៉ាងម៉េចទេស្ដាប់ឮក៏ស្ដាប់ឮទៅបើគេឮរឹតតែល្អមនុស្សស្រីគឺរំខានបំផុតនៅលើโลกនេះហើយគ្មានថ្ងៃគេធ្វើបែបហ្នឹងទេអ្នកស្រីតូច មែនហើយមនុស្សស្រីម្នាក់ហ្នឹងគឺពិបាកណាស់តែងតែຕົកលោកដូចជាទូតកអញ្ចឹងអញ្ជើញអ្នកប្រុសហោះសរសេរលិខិតលេងលះបានហើយគឺស្រីម្នាក់ហ្នឹងសុំលេងលះជាមួយនឹងលោកនេះ លេងលះក៏លេងលះទៅ អត់ទេរឿងកិច្ចសន្យានោះមិនសរសេរទៅនៅខ្លាចស្អីទៀត ល្អណាស់គឺទៅពេលនេះអ្នកណាមិនទៅគឺឆ្កែ ទៅអ្នកប្រុសអ្នកស្រី បងហៅអ្នកប្រុសហោះមកគឺចង់ឲ្យពួកគេត្រូវរើគ្នាពេលនេះត្រូវបើខូចការអស់ព្រោះតែបងនឹងហើយ ខ្ញុំមិនដឹងថារឿងខ្លាចទៅជាបែបហ្នឹងទេ ពេលនេះកំពុងតែគិតស្អី គឺស្ដាយនឹងណាអ្នកប្រុសហ៎ យ៉ាងម៉េចអ្នកប្រុសមិនទៅទេ
មកដល់ហើយមុនពេលលេងលះមានរឿងអីត្រូវនិយាយទេ មាន អញ្ចឹងពួកយើងនិយាយទៅឆាប់ទៅលេងលះ ខ្ញុំមិនចង់លះទេបងមិនចង់មកពីមាត់ពួកយើងទាំងពីររឹងដូចគ្នាធ្វើឲ្យកាត់ផ្ដាច់ទំនាក់ទំនងអេស៊ូបងមិនចង់លះទេមិនបាញ់បងនិយាយនៅហាងគឺកុហកទេគឺជាសម្ដីខឹងគឺមិនទុកជាការទេដឹងដែរទេគឺបងពិតជាស្រឡាញ់អូនខ្លាំងណាស់បងមិនអាចលេងលះជាមួយនឹងអូនទៅបាននិយាយលេងលះបងចង់ឲ្យតាសវលធ្វើអីទៅរបស់ទាំងអស់នេះសិតតែនៅផ្ទះ ថ្ងៃនេះមិនលេងលះតើថ្ងៃណាគិតលេងលះ មិនលេងលះពួកយើងកុំលេងលះអីគឺមកពីបងទេបងកុហកអូនគឺបងមិនល្អគឺបងខុសហើយលើកលែងទោសបងផងទៅបានដែរទេបងសុំទោសចំពោះអូនផងចុះណាគឺមកពីបងមិនល្អបងខុសហើយលើកលែងទោសបងផងទៅតើបានទេ ខ្ញុំអត់ផុតតាំងហើយចាំមើលថ្ងៃក្រោយបងហ៊ានប៉ះពាល់ខ្ញុំឲ្យខ្ញុំខឹងទៀតខ្ញុំនឹងយកសម្លេងនេះចាក់ឲ្យបុគ្គលិកទាំងអស់ អូនលេងល្បីដាក់បង បងចេះលេងល្បិចដាក់ខ្ញុំរឿងអីខ្ញុំមិនលេងល្បិចដាក់បងទៅស៊ូហានចំណុចខ្សោយរបស់បងនៅក្នុងដៃខ្ញុំហើយថ្ងៃក្រោយកុំចេះតែហ៊ានអេបងធ្វើអីហ្នឹងហ៎ ថ្ងៃក្រោយបងនឹងស្ដាប់តាមអូនពួកយើងមិនបាយគ្នាទេ ដាក់ខ្ញុំចេះទេ Be the sweet, yet we still cry with all the wind goes on. មិនបានទេពួកយើងមិនទាន់រៀបការបងមិនដែលតាមញ៉ាយខ្ញុំទេហើយខ្ញុំក៏មិនដែលទទួលអារម្មណ៍គេតាមញ៉ាយដែរ 오늘 네 목소리 ចុះអូនគិតយ៉ាងម៉េចវិញបើបងតាមញ៉ាយម្ដងទៀត រឿងនេះត្រូវគិតបន្តិចសិន 네가 좋아해 អ្នកប្រុសវីអូអ្នកប្រុសមិនក៏ឯងស្រាត់ឆ្លើយម្លេះអ្នកប្រុសលោកស្រីបានរកអ្នកម៉ូដែល7នាក់នៅឯប៉ារីសមកហើយហ៎7នាក់ប្រុសមកដែរមិនហើយគេថានឹងកាត់របស់អ្នកប្រុសដល់លេងពិភពលោកទៀតផង លោកប្តីដែលគួរឲ្យស្រឡាញ់ដល់ពេលនេះគឺដល់វេនបងតាមញ៉ាយខ្ញុំហើយ អ្នកប្រុសកុំបញ្ញាប់ពេកបញ្ញាប់ទៅណានឹងអ្នកប្រុសហេយើងទៅប៉ារីសទៅរកប្រពន្ធយើងវិញខ្ញុំទៅដែរ